ខ្ញុំមិនតូចចិត្តនឹងជីវិតទេប្រលប់ទឹកនាចរាជរួយនាងពន់អស់ពឹងថាមួងសតខ្មែរបងកែកាត់ឆ្នៃឥឡូវវិលមកលោកសរសើរបញ្ចប់បន្តទៀតអញ្ចឹងការច្រៀងគឺចេះតែបន្តរហូតតាំងពីឆ្នាំ89រហូតមកដល់បងឯងមានជំងឺច្រៀងលេខកើតមកលេខកើតបាទតែជំងឺដែលធ្វើបងឯងច្រៀងលេខកើតហ្នឹងគឺឈប់ច្រៀងផ្លូវការហ្មងឆ្នាំប្រហែលឆ្នាំ2015គឺខ្ញុំដួលហើយដួលឡើយនេះអូដួលបន្តិចហ្នឹងដួលទៅស្រាប់តែទាញមកឈាមហ្មងបាទខ្ញុំមិនដឹងថាវាលិះឈាមបងខ្ញុំអត់ដឹកលូអត់ដើរទៅវាស់ឈាមមើលចឹងព្រោះដែរការនៅថតបានហ្នឹងជា20ជាង20អូហ្នឹងពេលហ្នឹងគឺដឹងថាលឺដែរលើដឹងលើប៉ុន្តែខ្ញុំវាអីយើងចេះតែនេះទៅហើយដល់ហើយវាដួលហ្នឹងតា16បាទបែរថាពួកអីលើជាមកខ្ញុំតាំងខ្ញុំ20មិនអីផងមក16រឿងអីខ្ញុំដួលហើយចំពោះជំងឺលើសឈាមនេះតាមរយៈការអានការស្ដាប់របស់គ្រូពេទ្យគឺទី1ដោយសារបងឯងអ្នកចម្រៀងគឺដេកអត់សូវគ្រប់មែនទេចេះដេកអត់សូវគ្រប់យើងខំរៀនច្រៀងខំហាត់បទថ្មីផងបទចាស់ក៏យកមកហាត់ឡើងវិញអញ្ចឹងដេកអត់គ្រប់ដោយបងឯងមានភាសាអញ្ចឹងថាជួនកាលរៀនច្រៀងដល់កដាធាតជួនកាលអត់បានដេកមួយយប់បាទណែព្រលឹមឡើងត្រូវតែថតឲ្យគេអត់ទាន់ការតម្រូវការរបស់គេហើយមានថតទាំងយប់ច្រៀងទាំងយប់ទៀតអញ្ចឹងដល់ពេលអញ្ចឹងដេកអត់គ្រប់ដេកគ្រប់តែជាទម្លាប់ហើយវាតែជាទម្លាប់ឡើងងឺដេកដេកអត់គ្រប់អញ្ចឹងសម្ពាធឈាមឡើងបាទហើយដេកអត់គ្រប់ហ្នឹងក៏ធ្វើឲ្យជាតិស្ករក៏ឡើងដែរជាតិស្ករក៏ឡើងហើយឈាមក៏ឡើងខ្ញុំនិយាយទៅខ្ញុំភ័យខ្លួនឯងដែរហើយហ្នឹងគឺថតសម្ភារឲ្យយុទ្ធកាត់តម្នាក់ឯងហ្នឹងគឺជួនកាលមក10យប់2 10យប់ធ្លីដល់មក1ជួនកាលមក2ក៏មានហើយងើបផុសដាក់ YouTube បងប្អូនបានទស្សនាហ្នឹងចេះតែភ័យដែរតើបានមិត្តភក្តិខ្ញុំនួន2នាក់ដេកថតមួយគ្នាស្លាប់អស់លី2នាក់ស្លាប់អូមកបងកងខឿនគាត់ខាងថតដែរថតនៅពេលកម្មបុផាបានគាត់ឈឺខ្ញុំដែរតែទៅយូរមកវិញមកចូលពេលលោកតង់នេះដល់ហើយគឺគ្រូបន្ទាន់នៅពេលលោកតង់លើកទី2ហ្នឹងស្លាប់ដល់លើកទី2ហ្នឹងលើឈាមហ៎លើឈាមអូស្លាប់ហើយបងមួយគេបេរងបងមួយថតដល់មួយគ្នាដែរលើកម្មបុផាដែរអូគាត់គេបេរងហើយគាត់តែមកខ្ញុំថាអូនអើយធ្វើម៉េចទេទល់តាកម្មទៅធ្វើម៉េចបើពេលស្នាយើងចឹងហើយទល់តាកម្មមិនទេបងមិនទេបើថាសុភាពដល់ព្រឹកឡើងបើមកដាក់គាត់រ៉ែបខ្ញុំញាក់ខ្លួនព្រឹតឲ្យគាត់ស្លាប់បាត់អូគាត់គេបេរងទូគេបេរងខឹបទីបថាអូបាទឃើញបងប្អូនការដេកមិនគ្រប់គឺយើងប្រឈមនឹងជំងឺច្រើនមុខណាគឺពេទ្យតែងតែណែនាំយើងផ្សព្វផ្សាយផងហើយសរសេរជាសារដាស់តឿនយើងផងការដេកមិនគ្រប់គឺប្រឈមជំងឺច្រើនណាស់ជាការពិតគឺយើងម្នាក់រាល់ថ្ងៃខំណាដើម្បីជីវភាពដើម្បីកូនដើម្បីបងសាលាកូនបងថ្លៃទឹកថ្លៃភ្លើងហើយនឹងសន្សំលុយទុកខ្លួនឯងនៅពេលដែលយើងមានជំងឺអញ្ចឹងម្នាក់ខំឃើញរាល់ថ្ងៃបងប្អូនខ្ញុំជិះម៉ូតូតាមផ្លូវគឺអ្នកលក់ដូរតាមរទេះក៏ខំអ្នករត់កង់3ក៏ខំអ្នកលក់ដូរតាមផ្ទះក៏ខំហើយអ្នកធ្វើការតាមក្រុមហ៊ុនតាមក្រសួងក៏គាត់ខំទាំងអស់គ្នាទាំងរាជទាំងមន្ត្រីអញ្ចឹងទៅក៏ដល់ពេលខំពេកយើងប្រឹងដើម្បីសន្សំទុកផងប្រឹងដើម្បីកូនផងប្រឹងដើម្បីព្យាបាលជំងឺទៅថ្ងៃមុខផងដេកអត់គ្រប់អញ្ចឹងទៅកាលណាដេកអត់គ្រប់គឺប្រឈមការឡើងសម្ពាធឈាមទឹកនោមផ្អែមជំងឺបេះដូងជំងឺអីហ្នឹងគឺពិបាកមែនទែនហើយយើងមិនដឹងធ្វើមិនទេព្រោះថាយើងសិតតែខំទាំងអស់គ្នាអញ្ចឹងជំងឺទាំងអស់ហ្នឹងគឺតែងតែមកអន្តងជាប់ខ្លួនប្រាណយើងអញ្ចឹងសំបីតែរឿងសាមកុកក៏និយាយដែរបងប្អូនបានទស្សនារឿងសាមកុកស៊ឺម៉ាអ៊ីធ្លាប់បាននិយាយប្រាប់ទីប្រឹក្សារបស់ជូកលៀងថាមនុស្សធ្វើការច្រើនដេកតិចរស់មិនបានយូរទីជាការពិតកាលណាយើងធ្វើការច្រើនដេកតិចដេកអត់គ្រប់ម៉ោងព្រោះពេទ្យគេថាដេកមួយថ្ងៃដូចជា8ម៉ោងបាទហើយជំរាបណាជួយពេជ្រដេកឲ្យគ្រប់បានជីវរស់បាទដេកគ្រប់បានច្រៀងព្រោះមានកម្លាំងបាទយើងបាទថាយើងគ្មានកម្លាំងទេយើងក៏មិនកាដៃយើងអត់ដល់ទេអត់ត្រង់មែនទេបាទឆាប់ហត់ឆាប់វិញទៅបាទទៅហៅផ្លៃទាំងរបបអាហារទាំងការសម្រាកយកកម្លាំងគឺត្រូវការជាពិសេសគឺដេកនឹងហ្មងដេកឲ្យគ្រប់គ្រាន់បាទនឹងល្អជាងគេបត់ទៅហ្នឹងអញ្ចឹងបានខ្ញុំមកសម្ភាសភរិយាលោកស៊ីនស៊ីសមុទ្រក៏ប្រាប់ថាប្តីគាត់
bà lâm láng quạt tại thư ca nó pet mà quạt lục xin gì mất chỉ pet đôi lục sông mát đài hay mau bị pet với quạt hậu bài ngày trắng hết cứ có sầm rạ về thằng ngày có sầm ran cho sầm ran mà mong pi mong rồi có bay mong tới bàn quạt ngược để chiêng ai phải được cam ai hàng tháp xem ấy có chiêng đo giúp ấy đo lấyอย่างtừ hay giúp láng có chiêng tam ba tam hai có chiêng ở dưới có chiêngอย่างhơi ba khác có chiêng tập pi bát bay bát còn màu chả bây giờ quạt thời ca sầm rạ ai ban pin cầm lăng hay mà nó còn chliếtนี่ปนไปยกទៀតគាត់តែប្រោគាត់តែបាត់ភ្លើងไปយប់លោកស៊ីនស៊ីសមុទ្រតែគាត់នៅតែឆ្លៀតសម្រានគឺដេកពេលថ្ងៃគាត់ដេកទៅហើយក៏1 ម៉ោង 2 ម៉ោងបានគាត់ងើបទៅច្រៀងឲ្យហាងថាបាទហើយនិយាយពីបងវិញក្រៅពីច្រៀងឲ្យផលិតកម្មនានាហ្នឹងតើធ្លាប់ច្រៀងបាផ្សេងៗឲ្យគេអត់មានជាបាទេខ្ញុំទីថាថតដោយការដំណើរច្រៀងហ្នឹងណាគេហៅដែរតែបងអត់ទៅឬមិនបាទអត់ទៅទេដោយសារបងឯងអត់មានពេលហ្មងអត់មានពេលដល់ពេលថតគេនឹងគ្មានបងបាទបើសិនជាច្រៀងបាទៀតអូយើងត្រូវការប្រឈមនឹងភ្ញៀវហៅយើងហូបស្រាហូបអីហ្នឹងហើយខ្ញុំខ្លាចទីមួយខ្ញុំខ្លាចប្រជើបអញ្ចឹងហ្នឹងហើយខ្ញុំក៏ទៅឲ្យណាមួយផ្លើកម្មមាននេះឲ្យខ្ញុំជឿអត់មានពេលទេហ្នឹងហើយ20ផលិតកម្មបាទ20ផលិតកម្មមួយថ្ងៃច្រៀងតាមមួយបទទៅចែកគ្នា20ផលិតកម្មហ្នឹងអត់ហងជួការមកបើកមុខគ្នាអញ្ចឹងណាផ្លើកម្មថាគេបខំថាឲ្យជឿឲ្យគេហើយចឹងគឺថាបុគ្គលបុកគ្នាអញ្ចឹងណាខ្ញុំដឹងធ្វើមកយើងខ្ញុំរត់រួចទេខ្ញុំអញ្ចឹងហើយរឿងច្រៀងឲ្យផលិតកម្ម20ក្នុងពេលតែមួយហ្នឹងវាពិបាកទៅហើយពិបាកមួយទៀតគឺរឿងជិះទៅស្ទីឌីយោផ្សេងគ្នាអញ្ចឹងផលិតកម្មខ្លះគេថតនៅស្ទីឌីយោនេះអញ្ចឹងចេញពីស្ទីឌីយោនេះទៅស្ទីឌីយោមួយទៀតហើយការច្រៀងមិនមែនដូចយើងច្រៀងការ៉ាអូខេលេងច្រៀងឲ្យចប់ណាច្រៀងដាក់ CD ដាក់ VCD គឺច្រៀងយ៉ាងហោច2 3 ដងអញ្ចឹងមកបាត់ច្រៀង2 3 ដងហើយបើយើងមានកម្លាំងដែរយើងអត់ដល់លឿនអត់យកទេហ្នឹងហើយវាអន់ត្រូវការទៅវាសម្រាប់ដេកណាបាទវាត្រូវការសំខាន់ទៀតគេគឺដេកជាងហើយហ្នឹងបាទតែដេកគ្រប់គឺយើងច្រៀងអត់ដល់ហើយយើងប្រឹងនៅតែច្រៀងជួនកាលវាធ្លាក់សំឡេងបាទជួនកាលវាធ្លាក់ប្រជាប្រិយរបស់យើងអញ្ចឹងត្រូវការហូបឲ្យបានគ្រប់គ្រាន់ដេកឲ្យបានគ្រប់គ្រាន់បាទទើបឲ្យសំឡេងយើងព្រោះហើយគេស្ដាប់ទៅក៏គេអាចស្ដាប់ព្រោះហើយគេចូលចិត្តយើងបន្តទៀតបើយើងចេះតែច្រៀងយកតែបរិមាណវាធ្លាក់គុណភាពសំឡេងណាអញ្ចឹងតាមបងសុសោមអាចារ្យមានប្រសាសន៍គឺហាងផ្សេងក៏គេហៅតែច្រៀងដែរពីយប់ប៉ុន្តែអត់ទទួលទីអត់មានពេលគ្រប់គ្រាន់ព្រោះយប់ឡើងគ្រាន់តែផលិតកម្មគេយកបាត់ដាក់ពីដើមមកឲ្យច្រៀងគាត់អង្គុយហាត់មកយប់ទិះភ្លឺបើសិនជាច្រៀងនៅតែដល់គេដូចជាច្រៀងហើយដែរដូចជាច្រៀងថតហ្នឹងណាដូចយើងច្រៀងពីយប់ដែរអញ្ចឹងហាត់ផងហើយខំពិសេសបត់ថ្មីពិបាកណាមិនអញ្ចឹងវាយូរវាយូរហើយបើបត់ចាស់ជាបត់ខ្លះយើងគ្រាន់លឺដឹងចេះខ្លះអូតើទៅនឹងការច្រៀងទៀតសោតតាមដែលបងនិយាយដូចជាមិនធ្លាប់ឆ្លងកាត់ការបណ្ដុះបណ្ដាលពីគ្រូតន្ត្រីណាទីយើងច្រៀងក៏ចំណុចកន្លែងហ្នឹងខ្ញុំច្រៀងនេះខ្ញុំមានដល់ផ្សោតទេខ្ញុំមានការដល់ផ្សោតហ្នឹងណាយើងមានដងណាយើងធ្លាប់ស្ដាប់បទគាត់បាទធ្លាប់ស្ដាប់បទលោកស៊ីនស៊ីសមុទ្រអីទៅបាទហើយណាមួយគាត់ដូចជាគ្រូរបស់យើងយ៉ាងណាបាទយើងស្ដាប់គាត់អ៊ឺនគាត់ដកដង្ហើមហ្នឹងឬគាត់អ៊ឺនវាគាត់លាក់អីយ៉ាងម៉េចយើងដល់ផ្សោតតាមគាត់ទៅតែបើយឺថាគ្រូយើងនឹងឲ្យទៅមុននឹងឲ្យគ្រូយើងទៅមកគ្រូប្រយោលបាទគ្រូប្រយោលគឺស្ដាប់តាមរយៈចម្រៀងពីដើមនៅសល់យើងស្ដាប់ឡើងវិញទៅហាត់ច្រៀងតាមអញ្ចឹងអត់ឆ្លងកាត់ការបណ្ដុះបណ្ដាលពីគ្រូណាផ្ទាល់ទេមែនទេដល់យ៉ាងមុនមកដូចយើងចូលដោយគូគីទឹកអត់ក៏អីទីងាយបានគ្រូនោះចេះបាត់គូវាធ្វើឲ្យយើងឲ្យចូលទៅចំជួបាក់ភ្លេចហ្នឹងចុះពេលច្រៀងឲ្យលោកសង្ឃអក្សរាដំបូងហ្នឹងគឺច្រៀងខុសឲ្យច្រើនទេបងច្រើនដែរវាអត់ចង់ប្រងបាទច្រៀងឲ្យចង់ប្រងគ្រូយងត្រឹនហ្នឹងគាត់ធ្វើដៃធ្វើដៃឲ្យចង់ណាដោយបាត់ភួយកម្មអញ្ចឹងភ្លេងថ្មីទំនុកថ្មីគឺប្រហែលជាច្រៀងខុសច្រើនណាស់ទីក៏ចាំដែរបាទបើសិនជាបាត់លោកស៊ីនស៊ីសមុទ្រជាបទពីដើមលំនាំដើមមកគឺយើងច្រៀងមិនសូវខុសទេព្រោះយើងធ្លាប់ស្ដាប់យើងចេះច្រៀងហ្នឹងហើយអញ្ចឹងគ្រាន់តែលេងភ្លេងមកកដងហើយយើងចាប់បានណាគ្រាន់តែអាចផ្លាត់ពេលណាម្ដងម្កាលជាដើមតែបើភ្លេងថ្មីត្រូវការហាត់ទាំងភ្លេងត្រូវការស្ដាប់កដងត្រូវការអ៊ឺនថ្មីត្រូវការស្រែករលាក់កន្លែងណាគឺថ្មីទាំងអស់បាទថ្មីទាំងអស់បាទប៉ុន្តែ
តាមរយៈបទថ្មីនឹងហើយដែលធ្វើឲ្យគេឈ្មោះល្បី បាទ គឺភួយកម្មដែលសំបីតអ្នកជំរាបផ្សេងសកលក្រៅយកមកច្រៀងតាមឡើងវិញគឺมันអាចព្រោះដូចបទដើមរបស់លោកសួសសវិចារទី ខ្ញុំមិនតូចចិត្តនឹងជីវិតទេ ដោយលោកប៊ុនចន្ទថនអញ្ចឹងបាទបទអានីដួងចិត្តរបស់គាត់គុំស្រឡាញ់ស្រីក្នុងវ័យសិក្សាត្បិតតែមានអ្នកចម្រៀងច្រើនយកមកច្រៀង cover បរោះឡើងវិញក៏ប៉ុន្តែបើយើងផ្ទៀងឬក៏ប្រៀបធៀបនឹងម្ចាស់សម្លេងគឺច្រៀងអត់ដល់ច្រៀងអត់ដូចម្ចាស់សម្លេងដើមទីលោកឡៅសរិទ្ធក៏អញ្ចឹងគាត់ល្បីបទយុគ13រូចល្បីបទអីផ្សេងទៀតពិសេសយុគ13រូចហើយច្រៀងដេល្មើសស្នេហ៍ហើយនឹងបទផ្សេងទៀតអ្នកយកមកច្រៀងបទហ្នឹងឡើងវិញក៏ព្រោះអត់ដូចម្ចាស់លោកសួសសមវិចារក៏អញ្ចឹងឃើញគេយកមកច្រៀងបរោះហោហាយដែរបាទតែបើថាឲ្យសតុនឲ្យក្រអួនឲ្យមានទំនួញដោយរឿងពិតគឺអត់ដូចម្ចាស់ដើមទីបាទលោកស៊ីនស៊ីសមុទ្រក៏អញ្ចឹងយើងឃើញទេបាទគេយកមកច្រៀង cover គេធ្វើភ្លេងឲ្យប្លែកពីគាត់ពីអីផងក៏ប៉ុន្តែបើថាស្ដាប់ឲ្យចូលសាច់រឿងហ្មងដោយដើមដូងព្រលឹងស្នេហ៍មលប់ដូងទី10មលប់ពូបាក់ខែងជាដើមបើយើងស្ដាប់បទគាត់ដើមគឺយើងស្ដាប់ដូចសម័យដូចរឿងពិតអញ្ចឹងបាទ ដល់ពេលអ្នកចម្រៀងថ្មីយកមកច្រៀងគេធ្វើភ្លេងថ្មីដាក់បាសបុកដឹបហ្នឹងវាដូចជាអត់ចូលអាមនោសញ្ចេតនាបទពីដើមមិនមែនគេចេះតែដាក់ស្គរដាក់ធុងបាសឲ្យលាន់ដឹបដើម្បីយើងស្ដាប់ទេបត់ដើមនេះបនតាមគ្រូខ្ញុំដល់ប្រាប់គូណាគាត់និយាយក្នុងម្នាក់គាត់ដែរដូចតែគាត់តែស្អីចឹងមិនមែនគាត់តែដល់ឲ្យពលកម្មនេះច្រៀងមិនចេះណែភ្លាមទេហើយគ្រូទាំងអស់អ្នកបងអស់មកអង្គុយមើលសិនបានច្រៀងកើតបាទនឹងតាមខ្ញុំស្ដាប់ដឹងណាទៅបូអូបាមកទាំងគាត់ទៅបនមកទាំងមានហើយគ្រូទាំងអស់មកជុំមើលហ្នឹងមើលប្របកូននឹងសមាធិផលអត់បានលើតាមហេតុយកបាទជាការពិតនេះតាមលោកអុកសំអាតក៏ប្រាប់លោកអែលប៊ុនណាគាត់ប្រាប់ជាដើមនឹងបាទលោកអែលប៊ុនណាក៏ធ្លាប់ប្រាប់ខ្ញុំដែរក៏ថាពេលគាត់តែងហើយជួនកាលគាត់ឲ្យហ៊ានយកទៅឲ្យលោកស៊ីនស៊ីសមុទ្រច្រៀងទៀតព្រោះថាគាត់ជាតន្ត្រីករចុងក្រោយគេនៅសម័យលន់ណុលនៅពេលដែលគាត់យកបទដំបៅដួងចិត្តមលុបពូបាក់ខែងណារីនឹមនួនយកទៅឲ្យលោកស៊ីនស៊ីសមុទ្រគាត់ចេះតែរអើលថាំងគាត់នៅក្មេងខ្លាចលោកស៊ីនស៊ីសមុទ្រអត់ច្រៀងបទគាត់ហើយបទហ្នឹងគាត់តែងទាំងភ្លេងតែងទាំងទំនុកហើយគាត់អារម្មណ៍សំងខ្លួនឯងមកចាប់ព្រោះគាត់ចេះទាំង3យ៉ាងហ្នឹងក៏ប៉ុន្តែលោកស៊ីនស៊ីសមុទ្រអត់រើសអើងនឹងតន្ត្រីករវ័យក្មេងចំនួនក្រោយទីហើយគាត់កោតសរសើរទៀតផងថាអូនៅក្មេងហើយចេះតែងទាំងបទភ្លេងចេះតែងទាំងទំនុកច្រៀងចេះទាំងអារម្មណ៍សំងគាត់សរសើរលោកអែលប៊ុនណាហើយអ្នកនិពន្ធផ្សេងទៀតក៏អញ្ចឹងដោយលោកសួសសមវិចារមានប្រសាសន៍អញ្ចឹងអ្នកនិពន្ធចំនួននោះមិនមែនតែងឲ្យគេយកទៅថតភ្លាមទេជួនកាលគេត្រូវសួរនាំរៀមច្បល់ពីមុនហ្នឹងហើយគ្រូមកប្រជុំគាត់ជំនឿគាត់ចេះហើយគ្រូមកប្រជុំហ្នឹងតែប្រនេះបើសោះឲ្យផលអត់បានគេទូយកតើពាក្យពេចន៍អញ្ចឹងដាក់ទៅវាសមអត់ហ្នឹងហើយដូចលោកឈិតកំឈៀងគាត់តែងបទច័ន្ទរះលើរថយន្តក្រុងគាត់តែងហើយយកទៅឲ្យលោកញ៉ាំផុនហៅកុកលោកញ៉ាំផុនហៅកុកគាត់ជួយកែប្រោលហើយបានយកទៅឲ្យលោកស៊ីនស៊ីសមុទ្រច្រៀងហើយអ្នកនិពន្ធផ្សេងទៀតដែលមិនល្បីអញ្ចឹងគាត់ច្រៀងទៅគាត់យកទៅឲ្យលោកស៊ីនស៊ីសមុទ្រជួយមើលប្រាប់ទៅថាបងឯងចង់ជួយកែកន្លែងណាកែសម្រួលពាក្យពេចន៍ខ្លះក៏កែចុះអញ្ចឹងលោកស៊ីនស៊ីសមុទ្រគាត់ជាអ្នកចម្រៀងដែលល្បីតាំងពីយូរគាត់មានបទពិសោធន៍គាត់ដឹងពីកំណាព្យកាបឃ្លូងចាប់ចុងជួនខ្លឹមសារពាក្យពេចន៍មួយគាត់ជួយកែឲ្យរាត្រីត្រជាក់ធ្លាំងទឹកសនសានឹកឃើញរឿងដើមកាលយើងជួបគ្នាបាទលោកអ្នកស្ដាប់លោកពូនអាមីងនិងបងប្អូនទាំងអស់ទាំងក្នុងនិងក្រៅប្រទេសជាទីរាប់អានបាទបទសម្ភាសន៍របស់ខ្ញុំបាទសេងតារាក៏បានបញ្ចប់ត្រឹមនេះជាមួយលោកសួសសងវិចារតាមពិតមិនមែនចាប់ត្រឹមតែប៉ុណ្ណឹងទេគឺខ្ញុំបានសម្ភាសន៍គាត់ប្រហែលជា7-2ម៉ោងតែដោយសារខ្ញុំទៅសម្ភាសន៍គាត់ម្នាក់ឯងហើយដាក់កាមេរ៉ាចោលហើយមិនដឹងថាថ្មអស់តាំងពីអង្កលថ្មកាមេរ៉ាណាដល់ពេលអញ្ចឹងទៅខ្ញុំសម្ភាសន៍ប្រហែល7-2ម៉ោងហើយលុះសម្ភាសន៍គាត់ចប់ជំរាបលាគាត់មកផ្ទះវិញហើយដើរមកមើលកាមេរ៉ាចប់បដ ாய் មិនដឹងកាមេរ៉ាហ្នឹងអាលុតតាំងពីថ្មើណាដោយសារកាមេរ៉ាខ្ញុំវាចាស់ផងហើយណាមួយខ្ញុំធ្វើការតែម្នាក់ឯងអត់មានជំនួយការអត់មានគ្នាជាក្រុមជាបកជាអីដូចគេទីដល់ពេលអញ្ចឹងដាក់កាមេរ៉ាបញ្ឈរចោលហើយទៅអង្គុយសភា
chỉ môi quạt như đông tới ca nghi là bác em tăng bị đau mông dần trong tới sủng phía đo na cả đôi tới đo khét ni tới đo khét nu sủng phía chỉ môi riêng cho bong cả vay nị pôn đàn tây co rồi có phe đại gì rồi bọn này chìm riêng nâng đàn tây co chìm nó đám cứ xem tới tại anh thì ấy tới đó chỉ miệt xua quạt hói xong qua sủng phía đã camera chào tại mặt đòn hay chập đặt sủng phía chuồng cá một màu chuồng cá pi màuហើយជួនកាលក៏អញ្ចឹងដោយសារយើងសុភាយូរហើយជួនកាលសុភាហាលក្តៅសុភាខាងក្រៅហើយត្រូវកម្ដៅព្រះទឹកផងខ្លួនឯងក៏បែកញើសកាមេរ៉ាក៏បែកញើសហើយធម្មតាកាមេរ៉ាជាគេថាជាឧបករណ៍អេឡិចត្រូនិកអញ្ចឹងកាលណាត្រូវក្តៅទី1គឺវាខ្សោយទី2ក្តៅថ្មផងអញ្ចឹងវាក៏ខ្សោយថ្មទៅតាមហ្នឹងហើយយើងអត់មានអ្នកអង្គុយមើលរងចាំដូរថ្មរងចាំធ្វើសញ្ញាថាអូថ្មចិត្តអស់ហើយដូរថ្មដូរអីទេដោយសារខ្ញុំធ្វើតែឯងព្រោះការងារនេះវាអត់មានប្រាក់ខែអញ្ចឹងយើងធ្វើតែឯងបើគេមានថវិកាខាងនេះខាងនោះគេឧបត្ថម្ភគេមានអង្គការជួយពីក្រោយគេមានអ្នកនេះគេទៅរកអ្នកនេះទៅរកអ្នកនោះជួយហើយខ្ញុំបាទអត់មានបាក់អត់មានក្រុមដូចគេទីអញ្ចឹងធ្វើការតាមលទ្ធភាពចាក់សាំងម៉ូតូដើរសម្ភាសតែម្ដងគ្រប់ខេត្តបងប្អូនឃើញទេបាទជួនកាលខ្ញុំជិះឡានក្រុងជួនកាលមានបងប្អូនខ្លះប្រិមិត្តយើងខ្លះគាត់មានឡានណាជួនកាលគាត់តនីគាត់ជួយជូនទៅម្ដងមកកាលគាត់ចង់ឃើញសកម្មភាពខ្ញុំបាទពេលចុះទៅខេត្តហើយពេលសម្ភាសរៀមច្បងកវីនិពន្ធឬក៏សាច់ញាតិឬក៏បងប្អូនអ្នកចម្រៀងចំណាក់ដើមគាត់ឃើញខ្ញុំចុះទៅសម្ភាសអញ្ចឹងគាត់អាណិតអញ្ចឹងទៅគាត់ក៏បើកឡានជូនហើយជួយតាំងពីចេញថ្លៃអាហារឬជួនកាលជួយបងថ្លៃផ្ទះសំណាក់ទៀតផងហើយគាត់ឃើញថាប្រហែលជាការងារខ្ញុំធ្វើទៅដោយសុបាយចិត្តធ្វើទៅដោយសុបាយបានដើរលេងផងក៏ប៉ុន្តែឃើញថាពួកគាត់ទៅបានតែម្ដងទៅតែម្ដងហើយគាត់បើវិញគាត់លេងចង់ទៅដោយសារជួនកាលទី1ឆ្ងាយទី2គាត់រវល់ហើយទី3គឺការងារហ្នឹងគឺតស៊ូស្វិតស្វាញហើយត្រូវចំណាយពេលវេលាច្រើនដល់ពេលអញ្ចឹងគាត់ទៅបានម្ដងទីគាត់ឃើញតែខ្ញុំចុះទៅតាមខេត្តខ្ញុំថតខ្ញុំអីទៅគាត់ឃើញថាដូចទំនោរសបាយតែដល់ពេលចុះទៅបានដឹងថាហត់បាទហត់យ៉ាងម៉េចហត់ពេលជិះតាមផ្លូវទៅយើងទៅអង្គុយជួនកាលក្នុងឡាន2 3ម៉ោងតម្រាំដល់អាហ្នឹងខេត្តចិត្តផងតែបើខេត្តឆ្ងាយជួនកាលទៅពីព្រឹកល្ងាចបានទៅដល់ហើយទៅដល់ល្ងាចអត់បានធ្វើការអីទីព្រោះថាបាត់ពលឺព្រះអាទិត្យហើយព្រោះយើងអត់មានភ្លើងអត់មានអីអំពូលស្ពាយទៅទេខ្ញុំទៅតែឯងស្ពាយទៅកាមេរ៉ាបាទម៉ាស៊ីនថតមួយហើយនឹងម៉ាស៊ីនវីដេអូមួយអញ្ចឹងទៅកាបូប2អានេះអាណោងហ្នឹងហើយនឹងស្ពាយជើងកាមេរ៉ាហើយតើល្ងាចគឺអត់មានត្រូវធ្វើកាយការទីត្រូវដេកផ្ទះសំណាក់មួយយប់ហើយស្អែកឡើងបានចាប់ដើមធ្វើការហើយជួនកាលទៅកន្លែងខ្លះអត់មានផ្ទះសំណាក់ដេកទៀតត្រូវសុំផ្ទះប្រជាជនដេកជួនកាលដេកតាមវត្តក៏មានដែរនេះជាការងាររបស់ខ្ញុំលោកអ្នកឃើញបាទគឺការងារអត់ប្រាក់ខែអត់មានក្រុមហ៊ុនអត់មានស្ថាប័នអីអត់មានអ្នកណាជំនួយដូចគេទេគឺធ្វើតាមឆន្ទៈតាមទឹកចិត្តផ្ទាល់ខ្លួនអញ្ចឹងហើយបានជាវីដេអូខ្លះខ្ញុំសភាកន្លងមកជួនកាលសភាអញ្ចឹងទៅក៏ស្លេះបដ ாய் ហើយដល់ពេលសភាចប់ហើយយើងមិនអាចសុំឲ្យគាត់និយាយឡើងវិញវាខាតពីគាត់ហើយណាមួយធម្មតាយើងនិយាយ2ម៉ោងទៅហើយសុំឲ្យគាត់និយាយឡើងវិញទីមួយគាត់ធុញដែរអញ្ចឹងចប់ត្រឹមហ្នឹងទៅអាលុតថ្មត្រឹមហ្នឹងគឺយើងយកត្រឹមហ្នឹងទៅដោយបទសម្ភាសជាមួយលោកសុសោវិចារអញ្ចឹងបាទគឺចប់ត្រឹមហ្នឹងក៏ប៉ុន្តែបងប្អូនក៏បានដឹងបានជ្រាបអំពីខ្សែជីវិតរបស់គាត់បានច្រើនហើយអញ្ចឹងក៏បានយល់សាច់រឿងអំពីដំណើរជីវិតនិងអាជីពក្នុងសិល្បៈរបស់គាត់យ៉ាងច្បាស់ផងដែរគឺលោកសុសោវិចារគាត់ជាអ្នកខេត្តស្វាយរៀងនៅឃុំគូព្រីងស្រុកស្វាយជ្រុំខេត្តស្វាយរៀងហើយគាត់មានបងប្អូន6នាក់ហើយគាត់ជាកូនច្បងគីតែមានម្នាក់បានស្លាប់តាំងពីសម័យខ្មែរក្រហមហើយនៅសម័យខ្មែរក្រហមគាត់មានវ័យប្រមាណ10ឆ្នាំលោកសុសោវិចារគាត់ថាគាត់កើតអំឡុងឆ្នាំ1966 67អញ្ចឹងមកដល់ឆ្នាំ75គាត់9ឆ្នាំអញ្ចឹង75 76 77 78 79ហ្នឹងគឺវ័យពេញសែងអាចគូលោកសុសោវិចារហើយលុះក្រោយចេញពីរបបប៉ុលពតដល់ឆ្នាំ79គាត់មានវ័យប្រមាណ13 14ឆ្នាំណាហើយក៏ចាប់ដើមចូលរៀនហើយដល់ឆ្នាំ89គាត់ចប់បាក់ឌុបហើយពេលហ្នឹងគាត់ចង់រៀនខាងច្បាប់ក៏ប៉ុន្តែបងប្អូនសាច់ញាតិគាត់ចង់ឲ្យគាត់ធ្វើពេទ្យអញ្ចឹងឲ្យគាត់ប
ប្រឡងចូលដុកទ័រតែពេលហ្នឹងប្រឡងអត់ជាប់ដោយសារគាត់បានរៀនត្រៀមអីច្រើនផងហើយពេលហ្នឹងចង់រៀនខាងសាលាច្បាប់នៅបឹងតបែកតែបងប្អូនជំរុញទៅក៏មកប្រឡងខាងដុកទ័រតែប្រឡងចូលអត់ជាប់អញ្ចឹងពេលហ្នឹងក៏មិនដឹងទៅណាហើយទៅសូវៀតក៏មិនបានទៅអង្គីអ្នកខ្លះគេទៅឈេកូស្លូវ៉ាគីអ្នកខ្លះគេទៅអាល្លឺម៉ង់ហើយគាត់ដោយសារចង់ប្រឡងចូលពេទ្យផងចង់ចូលច្បាប់ផងអញ្ចឹងរីណាដល់ពេលប្រឡងចូលអត់ជាប់ទៅណាក៏មិនកើតមានតែរត់ម៉ូតូឌុបអញ្ចឹងគាត់ឡើងមកវិញដើម្បីរត់ម៉ូតូឌុបពេលហ្នឹងគឺមកប្រឡងចូលមហាវិទ្យាល័យផងតែប្រឡងអត់ជាប់អញ្ចឹងក៏នៅពេញរត់ម៉ូតូឌុបតាំងពីពេលហ្នឹងមកហើយរត់ចុះរត់ឡើងទៅក៏ចូលឆ្នាំ91យើងចរចាសន្តិភាពក្រុងប៉ារីសហើយឆ្នាំ93យើងរៀបចំការបោះឆ្នោតជាលើកដំបូងហើយគាត់ក៏ចេះតែរត់ម៉ូតូដើម្បីចិញ្ចឹមជីវិតនៅពេញហ្នឹងទៅហើយចំពោះនិស្ស័យសិល្បៈគឺគាត់ចូលចិត្តតាំងពីក្មេងដូចគាត់រៀបរាប់អញ្ចឹងណាហើយគាត់ចូលចិត្តស្ដាប់ចម្រៀងលោកស៊ីនស៊ីសមុទ្រហើយពេលរត់ម៉ូតូឌុបក៏អញ្ចឹងឌុបគេពីណាធានីទៅក៏ច្រៀងតាមផ្លូវអង្គុយចាំមួយក៏ច្រៀងអញ្ចឹងទៅអញ្ចឹងនិស្ស័យសិល្បៈគាត់គឺតាំងពីក្មេងពិសេសគឺចូលចិត្តសំឡេងលោកស៊ីនស៊ីសមុទ្រហើយដើមហេតុដែលបណ្ដាលឲ្យគាត់បានចូលប្រឡូកក្នុងសិល្បៈគឺតាមរយៈការច្រៀងថតដាក់ក្នុងកាសែតមញីកាលហ្នឹងទៅច្រៀងការ៉ាអូខេអាកាសែតវីដេអូធំអាមួយបទ300ពីបទ500ហ្នឹងពេលហ្នឹងដោយសារលោកសោមឆាយាគាត់នៅរស់បច្ចុប្បន្នទីលោកសោមឆាយាប្រកាសតាមប៉ុស្តិ៍លេខ3កាលហ្នឹងលោកសោមឆាយាគាត់ធ្វើពិធីព័ត៌មាននិងសិល្បៈនៅប៉ុស្តិ៍លេខ3ទាំងទូរទស្សន៍ទាំងវិទ្យុកាលហ្នឹងវិទ្យុដែលប៉ុស្តិ៍លេខ3បង្កើតគឺវិទ្យុ FM 103ហើយទូរទស្សន៍គឺប៉ុស្តិ៍លេខ3អញ្ចឹងគាត់ប្រកាសថានរណាមានសម្លេងល្អសូមច្រៀងថតដាក់កាសែតផ្ញើមកប៉ុស្តិ៍លេខ3មកដើម្បីគាត់ចាក់ឲ្យស្ទាបស្ទង់សម្លេងបើសម្លេងនរណាពីរោះអាចមានឱកាសច្រៀងជាផ្លូវការថតចូល CD ដោយសារពីហ្នឹងគឺលោកសោមឆាយាគាត់ជាមិត្តភក្តិរបស់លោកសងអក្សរាលោកសងអក្សរាដែលជាអ្នកនិពន្ធបទបុប្ផាគៀនឃ្លាំងជីវិតនរិទ្ធទូដអូនសូមផ្ញើខ្លួនលើទូបងហើយជាងដេល្មើសស្នេហ៍ជាដើមហ្នឹងអញ្ចឹងដោយសារលោកសងអក្សរាគាត់មានផលិតកម្មមួយគឺផលិតកម្មបាក់សីចាំក្រុងហើយដែលបានជួយឲ្យលោកលេងប៊ុនណាល្បីហើយកញ្ញាទូចសេនិចល្បីលោកឡាវសរិទ្ធក៏ល្បីដោយសារការនិពន្ធរបស់គាត់អញ្ចឹងដោយសារតែលោកសោមឆាយាគាត់មានទំនាក់ទំនងជាមួយនឹងលោកសងអក្សរាគាត់ក៏ប្រកាសរោគអ្នកចម្រៀងដើម្បីច្រៀងថតឲ្យផលិតកម្មបាក់សីចាំក្រុងនៅសម័យហ្នឹងគឺគាត់ប្រកាសតាំងពីឆ្នាំ98 99មកអញ្ចឹងហើយបានជាពេលហ្នឹងគឺឆ្នាំ98ប្រហែលចុងឆ្នាំ98លោកសួសសមវិចាគាត់ឮសូរលោកសោមឆាយាប្រកាសតាមវិទ្យុអញ្ចឹងទៅក៏ទៅច្រៀងការ៉ាអូខេហើយថតដាក់កាសែតផ្ញើសម្លេងឲ្យលោកសោមឆាយានឹងស្ដាប់ហើយតាមពិតគាត់ពុំមានសង្ឃឹមថានឹងត្រូវបានគេជ្រើសរើសទីដោយសារសម្លេងដែលគេថតដាក់កាសែតមញេផ្ញើទៅប៉ុស្តិ៍លេខ3ឲ្យលោកសោមឆាយានោះគឺច្រើនណាស់ដូចគាត់រៀបរាប់អញ្ចឹងគឺកំពុះណាស់ណីហើយលោកសោមឆាយាក៏ស្ដាប់ទៅគឺអត់ចូលទៅជាមួយណាទីតែបច្ច័យបានដូចទេវតាចេះនាំផ្លូវគាត់ណាកាសែតលោកសួសសងវិចារពេលហ្នឹងគឺមិនដឹងយ៉ាងម៉េចតកងឡានគាត់យកទៅដាក់ក្នុងឡានហើយពេលគាត់បើកឡានតាមផ្លូវទៅហើយចាក់ចំកាសែតលោកសួសសងវិចារហើយដល់ពេលចាក់ចំកាសែតលោកសួសសងវិចារទើបគាត់ភ្ញាក់ថាអីសំឡេងនរណាអញ្ចឹងគាត់ក៏ចាប់អារម្មណ៍ហើយក៏តាក់ទងតាមលេខទូរស័ព្ទដែលគេបានភ្ជាប់ជាមួយនឹងកាសែតមញេហ្នឹងហើយក៏បានតាក់ទងមកលោកសួសសងវិចារកាលហ្នឹងក៏អត់ទាន់មានទូរស័ព្ទប្រើទៀតដាក់លេខបងធွာគាត់អញ្ចឹងលោកសោមឆាយាក៏បានហៅលោកសួសសងវិចារទៅជួបហើយនាំទៅជួបលោកសងអក្សរានៅផលិតកម្មបាក់សីចាំក្រុងគឺឆ្នាំ99ពេលហ្នឹងគឺបទជីវិតអ្នករត់ទូដល្បីរួចហើយបទជីវិតអ្នករត់ទូដរបស់លោកលេងបណ្ណាតគឺថតនៅឆ្នាំ1998ជាមួយនឹងបុប្ផាគៀនឃ្លាំងអូនសូមផ្ញើខ្លួនលើទូបងហើយបុប្ផាអយុធ្យាហើយនឹងបទផ្សេងទៀតបទលោកឡាវសរិទ្ធគឺជាងដេល្មើសស្នេហ៍អញ្ចឹងគាត់ទើបទៅចូលនៅឆ្នាំ99ទីហើយយើងមើលអាយុលោកសួសសងវិចារនៅមុខរបស់គាត់ជាមនុស្សមានវ័យចំណាស់ចាស់ជាងតារាចម្រៀងនៅឆ្នាំ90ជាងគឺចាស់ជាងមួនម៉ារ៉ាលោកមួនម៉ារ៉ា
ព្រៀបសវត្តសានផនិតហើយនឹងអីយ៉ាមសំអូនចដាមឡាក់តែពួកគេក្មេងៗហ្នឹងគេល្បីមុនគាត់គេចូលសិល្បៈមុនគាត់ចំណែកគាត់ទើបតែបានចូលច្រៀងឆ្នាំ99ទីគាត់ចូលច្រៀងក្រោយតារាល្បីវ័យក្មេងចំនួនគាត់ទៀតផងបាទតែអ្វីដែលចាប់អារម្មណ៍គឺសម្លេងគាត់ច្រៀងបែបសតុនច្រៀងបទលោកស៊ីនស៊ីសមុទ្របានពីរោះអញ្ចឹងនៅពេលដែលទៅជួបលោកសងអក្សរាលោកសងអក្សរាក៏ឲ្យគាត់ច្រៀងគូក៏ឲ្យស្ដាប់អញ្ចឹងស្ដាប់ទៅដល់គឺធ្វើឲ្យលោកសងអក្សរាចាប់អារម្មណ៍ពីនោះហើយដែលលោកសងអក្សរាបានជ្រើសរើសគាត់ច្រៀងឲ្យផលិតកម្មរបស់គាត់គឺច្រៀងដាក់ CD និងកាសែតពីនឹងហើយលោកសងអក្សរាផានតែងបទភួយកម្មព្រោះណាបទនេះបាទខ្ញុំបានចាក់នៅបទសម្ភាសន៍មុនហើយក៏ដូចជានៅក្នុងបទសម្ភាសន៍នេះមុននេះលោកអ្នកក៏បានស្ដាប់ហើយគឺភួយកម្មដែលជាស្នាដៃរបស់លោកសងអក្សរារងចាំងត្បាញភួយជាមួយពុំងាយបេះដូងស្នេហាប្រែជាប្រេងស្រំលោកសងអក្សរាគឺភាគច្រើនគាត់និពន្ធចេញពីរឿងពិតកាលពីទសវត្សទី90ហ្នឹងបាទហើយនិយាយដល់លោកសងអក្សរាហ្នឹងគឺខ្ញុំសោកស្ដាយទៀតដោយសារកាលគាត់នៅរស់ខ្ញុំបានទៅសម្ភាសគាត់ទីខ្ញុំមកបំពេញឆ្នាំ2000ខ្ញុំជាប់បាឌូឆ្នាំ2000តែពេលហ្នឹងគឺខ្ញុំមិនទាន់ខ្លាយជាអ្នកស្រាវជ្រាវអ្វីទីហើយក៏ពុំដឹងថាខ្លួនឯងនៅអនាគតខ្លាយជាអ្នកស្រាវជ្រាវបទចម្រៀងអ្នកស្រាវជ្រាវប្រវត្តិលោកស៊ីនស៊ីសមុទ្ររស់សេរីសុធាប្រវត្តិលោកម៉ាលពីគង់ប៊ុនឈឿនវ៉យហូពើសិភោអញ្ចឹងទេកាលហ្នឹងចាប់បាឌុបនៅវិទ្យាល័យកោះធំខេត្តកណ្ដាលឆ្នាំ2000ហ្នឹងរំពឹងថាមកភ្នំពេញប្រឡងចូលមហាវិទ្យាល័យគឺរៀនខាងទេសចរដោយសារខ្ញុំចូលចិត្តដើរលេងហើយនឹកឃើញថាពេលចប់មហាវិទ្យាល័យខ្ញុំចូលធ្វើការខាងក្រុមហ៊ុនទេសចរឬធ្វើការតាមសន្តាគារជាដើមហ្នឹងគ្មានរំពឹងឬក៏អត់ដែលគិតថាចង់ខ្លាចជាអ្នកនិពន្ធប្រឡោមលោកជាអ្នកសរសេរអត្ថបទថតកុនឬក៏ជាអ្នកស្រាវជ្រាវសរសេរសភៅសរសេរអីទេតែចែកដងដោយសារឆ្នាំ2003ខ្ញុំបានស្ដាប់វិទ្យុ FM 99ដែលលោកនួនសុភ័ក្រគាត់បានសរសេរប្រវត្តិលោកស៊ីនស៊ីសមុទ្រអ្នកស្រីរស់សេរីសុធាផ្សាយតាមវិទ្យុ99នៅពេលហ្នឹងខ្ញុំថ្ងៃសៅរ៍អាទិត្យខ្ញុំតែងតែដេកស្ដាប់ហើយកម្មវិធីហ្នឹងគេចាក់ផ្សាយតែសៅរ៍អាទិត្យទៀតអញ្ចឹងលោកនួនសុភ័ក្រហ្នឹងគាត់ទៅសេអត្ថបទអត្ថាធិប្បាយហ្នឹងឲ្យពិធីការនីប៉ុស្តិ៍99គាត់អានហើយចាក់ចម្រៀងអមផងដល់ពេលអញ្ចឹងទៅខ្ញុំក៏ជាប់ចិត្តគឺធ្លាប់តែស្ដាប់សំឡេងស្ដាប់បទចម្រៀងលោកស៊ីនស៊ីសមុទ្រអ្នកស្រីរស់សេរីសុធាដល់ពេលបានស្ដាប់ប្រវត្តិពួកគាត់ខ្ញុំចាប់អារម្មណ៍អញ្ចឹងហើយបានជាខ្ញុំទៅសូមអត្ថបទដែលលោកនួនសុភ័ក្រគាត់បានសរសេរផ្សាយតាមវិទ្យុ FM 99ហ្នឹងដល់ពេលយំអានទៅបានចាប់អារម្មណ៍ហើយនឹកឃើញថាអូបើខ្ញុំអានហើយព្រោះតែម្នាក់ឯងគួរឲ្យស្ដាយណាស់អញ្ចឹងគួរតែយកអត្ថបទទាំងអស់នេះទៅសរសេរជាសៀវភៅបោះពុម្ពផ្សាយជាសាធារណៈលក់តាមបណ្ណាគារឲ្យប្រជាពលរដ្ឋខ្មែរបានអានផងគឺជារឿងមួយដ៏ប្រសើរគឺពេលនឹងហើយឆ្នាំ2003ខ្ញុំចាប់ផ្ដើមសរសេរអត្ថបទទាំងអស់ហ្នឹងហើយបានដាក់ចំណងជើងសៀវភៅមួយថាមាសស្រោបនគរហើយបានបោះពុម្ពផ្សាយជាលើកដំបូងនៅឆ្នាំ2007គឺចាប់ពីឆ្នាំ2007នឹងហើយដែលខ្ញុំបានក្លាយជាអ្នកចងក្រងប្រវត្តិអ្នកចម្រៀងប្រវត្តិអ្នកនិពន្ធតន្ត្រីក៏ចំណងដើមហើយការងារដែលខ្ញុំធ្វើផ្សេងក៏លះបង់ចោលទាំងអស់ពិសេសសញ្ញាបត្រខ្ញុំដែលខ្ញុំបានទទួលនៅមហាវិទ្យាល័យខាងផ្នែកទេសចរអត់ដែលបានយកមកប្រើទីគឺពេលហ្នឹងខ្ញុំងាកមកស្រាវជ្រាវសរសេរសៀវភៅទាំងសរសេរប្រឡោមលោកហើយនឹងស្រាវជ្រាវប្រវត្តិលោកស៊ីនស៊ីសមុទ្រអ្នកស្រីរស់សេរីសុធាបន្ថែមដើម្បីសរសេរក្នុងសៀវភៅមាសស្រោបនគរត្បិតតែខ្ញុំបានអត្ថបទហ្នឹងបានឯកសារហ្នឹងពីលោកនួនសុភ័ក្រពិតមែនក៏ប៉ុន្តែអត់គ្រប់ជ្រុងជ្រោយអត់បានលំអិតទេខ្ញុំចុះទៅសម្ភាសតាមខេត្តបន្តក៏ដូចជាស្វែងរកឯកសារតាមទស្សនាវដ្តីតាមកាសែតដែលគេបោះពុម្ពផ្សាយបន្ថែមដើម្បីឲ្យប្រវត្តិនីមួយៗហ្នឹងវាមានគ្រប់ជ្រុងជ្រោយហើយលំអិតលោកអ្នកអានទៅជក់ចិត្តអញ្ចឹងសញ្ញាបត្រដែលខ្ញុំបានបញ្ចប់នៅមហាវិទ្យាល័យឆ្នាំ2004បាទខ្ញុំរៀន4ឆ្នាំពីឆ្នាំ2000ដល់2004បានសញ្ញាបត្រមហាវិទ្យាល័យខាងផ្នែកគ្រប់គ្រងទេសចរនិងសន្តាគារគឺបោះនៅឯកបញ្ចាំងដល់រាល់ថ្ងៃហ្នឹង
chẳng đi chỉ đam hai đại non mà chúng khai chỉ nè sào chiều ấy có bần to ca sủng phi đã spiral sẽ nhìn nè pun đàn tây có một sủng phi tai biến nó cứ khi mình toàn nước khơi trong sủng phi lục song akarati đại xã có chi nè nị pun chấm non còi cứ còi năm 1974จำนวนក្រោយในสากลจีนเนี่ยในปนจำนวนក្រោយគឺក្រោយឆ្នាំ1979តាមពិតលោកសងអក្សរាទើបតែមានស្នាដៃនៅទសវត្សរ៍ទី90ទីដើមឡើយគាត់ជាអ្នកកាត់ម៉ូដអ្នកកាត់ដេរទីតែដោយសារគាត់ចូលចិត្តតៃនិពន្ធអញ្ចឹងនៅទសវត្សរ៍ទី90ហ្នឹងគាត់ក៏នឹកឃើញបើកផលិតកម្មបាក់សៃចាំក្រុកហ្នឹងគឺទើបតែមានស្នាដៃនៅទសវត្សរ៍ទី90ទីហើយចំណែកខ្ញុំពេលហ្នឹងគឺសម្រាប់សម្ភារតែអ្នកនិពន្ធតន្ត្រីក៏នៅទសវត្សរ៍ទី60និងទី70ចំនួនលោកស៊ីនស៊ីសមុទ្រអញ្ចឹងបានជាអត់មានបំណងមិនទាន់ផ្ដោតលើតន្ត្រីក៏នៅទសវត្សរ៍ទី90ឬក៏ទី80នឹងច្រើនទីអញ្ចឹងហើយបានជារំលងលោកសងអក្សរាត្បិតតែទសវត្សរ៍ទី90គឺចាប់ពីឆ្នាំ98លោកសងអក្សរាគឺល្បីខ្លាំងពីឆ្នាំ98នៅពេលដែលគាត់តែងបទជីវិតនរតុដបុប្ផាគៀងឃ្លាំងឲ្យលោកលេងប៊ុនណាតឈៀងហើយនឹងអូនសូមផ្ញើខ្លួនលើទូបងហើយជូនកញ្ញាទូសនិកគឺគាត់ទើបតែមានស្នាដៃនៅទសវត្សរ៍ទី90នឹងទីគាត់តាមពិតដើមឡើយជាជាងដេអញ្ចឹងហើយបានជាគាត់តែងបទមួយគឺជាងដេល្មើសស្នេហ៍ឲ្យលោកឡាវសរិទ្ធឈៀងហើយបើតាមអ្នកខ្លះធ្លាប់ស្គាល់គាត់ថាបទហ្នឹងគឺជារឿងរ៉ាវរបស់លោកសងអក្សរាផ្ទាល់តែខ្ញុំមិនច្បាស់ទេតែយើងស្ដាប់ខ្លឹមសារចម្រៀងហ្នឹងហើយគាត់រៀបរាប់ពីជាងដេហ្នឹងអញ្ចឹងមែនហើយបងប្អូនខ្លះឬក៏បងខ្លះដែលធ្លាប់ស្គាល់លោកសងអក្សរាបានប្រាប់ខ្ញុំថារឿងលោកសងអក្សរាហ្នឹងឯងគាត់ល្មើសស្នេហ៍អញ្ចឹងពិតមែនអញ្ចឹងបានជាគាត់តែងបទហ្នឹងលំនាំបទអាមេរិកស្នេហ៍វិជ័យរបស់លោកស៊ីនស៊ីសមុទ្រគាត់តែងបទជាងដេល្មើសស្នេហ៍ហ្នឹងឲ្យលោកឡាវសរិទ្ធឈៀងខ្ញុំចង់ចាក់បទហ្នឹងឲ្យចប់ណាក៏ប៉ុន្តែចាក់ទៅជាប់កូពីរ៉ាយឥឡូវខ្ញុំសូត្រកំណាព្យទំនុកច្រៀងឲ្យលោកអ្នកបានស្ដាប់ទាំងអស់គ្នាជាងដេល្មើសស្នេហ៍ផាមួងសូត្រខ្មែរបងកែកាត់ឆ្នៃដេអាវឲ្យស្រីភ្ជាប់ក្តីស្នេហាអូនជីងឡានបងក្នុងនាមសង្សារញាតិមិត្តគ្រប់គ្នានិន្ទាសើចយំអូនមានប្តីហើយមិនដាច់ឡើយនិស័យរឹកពីសម្ដីដោយស្រីក្រមុំវិញ្ញាណដួងចិត្តអូនចងសណ្ដំលងស្នេហ៍លឺមុំទុករួមរិទ្ធទ្វីខ្ញុំជាបុរសមានប្រពន្ធដែរអាប់យុងព្រោះតែស្នេហ៍ប្រពន្ធគេឃើញទេកន្លែងហ្នឹងគាត់បញ្ជាក់ប្រហែលរឿងហ្នឹងគឺជារឿងផ្ទាល់របស់លោកសងអក្សរាខ្ញុំជាបុរសមានប្រពន្ធដែរអាប់យុងព្រោះតែស្នេហ៍ប្រពន្ធគេអូនមានប្តីហើយមិនដាច់ឡើយមាសមីក្បត់ចិត្តផាត់ស្នេហ៍មីបាបសំផ្គុំទ្វីបលោកធំមែនខ្ញុំសែនចង្អៀតជាងដេតលស្នៀតដូចជារូបខ្ញុំបង្កើនគ្រោះស្នេហ៍ឲ្យគេសាយំជន់ក្នុងសង្គមកុំត្រាប់ខ្ញុំឡើយបាទនេះគឺគាត់តែងឲ្យលោកឡាវសរិទ្ធឈៀងគឺនៅក្នុងវល់ជាមួយនឹងបទជីវិតអ្នករត់ទូដរនឹងឯងក៏ប៉ុន្តែចំនួនហ្នឹងគឺល្បីជាងគេជីវិតអ្នករត់ទូដរនឹងបុប្ផាគៀនឃ្លាំងហើយនឹងបទរបស់បងស្រីទូសនិចគឺបទអូនសូមផ្ញើខ្លួនឬទូបងហើយខ្ញុំជាបុរសមានប្រពន្ធដែរបើយកបទជាងដេល្មើសស្នេហ៍មកដាក់នៅកាសែតបទទី1ប្រហែលជាបទហ្នឹងក៏ល្បីផងដែរក៏ប៉ុន្តែនៅក្នុងកាសែតវល់ជីវិតអ្នករត់ទូដរហ្នឹងបែរជាបទជាងដេល្មើសស្នេហ៍ច្រៀងដោយលោកឡាវសរិទ្ធហ្នឹងដាក់នៅចុងកតុយគេនៅលេខរៀងចុងក្រោយគេបំផុតតែម្ដងមួយកសែតហ្នឹងដូចជាមាន14ឬ16បទទេអាបទជាងដេល្មើសស្នេហ៍ដែលព្រោះហ្នឹងគឺនៅលេខរៀងទី16
Mấy nơi kháng sai A thiết cứ nơi kháng sai B có tôi kìm phật chiếc đây là mưa này ấy khi bạn chặn chú luôn là đạp nâng ban mà vẽ vì vẽ hỏi tại khi đã chặn ban thằng ở xa chặn thấy việc cho copyright nè hồi lôi tam YouTube do bạn nâng tận đại cả chẳng ởនេះគឺជាការលើកឡើងអំពីរឿងរ៉ាវលោកសងអាការ៉ាខ្ញុំស្ដាយមែនទែនអត់បានសម្ភាសគាត់គឺគាត់ទើបតែចែកឋានប្រហែលជាឆ្នាំ2010ជាងខ្ញុំភ្លេចឆ្នាំទៅហើយខ្ញុំដូចជាបានកត់ត្រាទុកផងដែរគឺសោកស្ដាយមែនទែនលោកសងអាការ៉ានេះមួយលោកប៊ុនចន្ទថនម្ចាស់បាត់គុំស្រឡាញ់ស្រីក្នុងវ័យសិក្សាហើយនឹងអានេះដួងចិត្តក៏ខ្ញុំចេះតែរំលងតើតែគាត់ឈឺស្លាប់បាត់ហើយលោកអ៊ីវងហែមដែលជាផលិតករភាពយន្តចំនួនដើមកាលនោះខ្ញុំបានទៅដល់ផ្ទះគាត់រៀបចំប្រដាប់ប្រដាទៅដល់ផ្ទះគាត់រួចជាស្រេចក៏ប៉ុន្តែចងាយយកទៅដល់ផ្ទះគាត់ហើយអាកុំព្យូទ័រនឹងវាថតអត់ជាប់អញ្ចឹងក៏ប្រាប់គាត់ថាចាំអាទិត្យក្រោយតែពេលអាទិត្យក្រោយក៏ចេះតែរវល់កាលនោះខ្ញុំធ្វើការនៅវិទ្យុទលីក៏ចេះតែទុកចោលដល់លោកអ៊ីវងហែមហ្នឹងគាត់ឈឺស្លាប់បាត់ទៅស្ដាយមែនទែនបានហើយលោកវ៉ែនផាតអ្នកនិពន្ធបទអានីដួងចិត្តឲ្យលោកប៊ុនចន្ទថនច្រៀងហើយនឹងបទកូឡាបានលុងនឹងស្នាដៃគាត់ផ្សេងច្រើនណាស់តាំងពីឆ្នាំ79មកខ្ញុំក៏រំលងលោកវ៉ែនផាតនឹងទៅទៀតរំលងតើតើគាត់ចែកឋានបាត់ទៅបាទសោកស្ដាយមែនទែនអញ្ចឹងហើយបានជាលោកតាក្រមងុយបានសរសេរជាកំណាព្យថាបើសិនជាត្រូវធ្វើកុំទុកស្អែកនាំឲ្យអល់ឯងសល់តែស្ដាយក្រោយអញ្ចឹងឥឡូវនៅឃើញដល់កំណាព្យលោកតាក្រមងុយបាទត្រូវធ្វើគឺធ្វើហើយកុំចាំស្អែកគឺខកខានពីវេលាសល់តែវិបដិសារីអញ្ចឹងណាបាទឥឡូវវិលមកលោកសុសងវិចារវិញអញ្ចឹងបទសម្ភាសរវាងខ្ញុំក៏បានបញ្ចប់ទៅហើយតែអ្វីដែលយើងបានស្ដាប់គឺបានដឹងច្រើនណាតែបតែបទសម្ភាសនេះខ្ញុំសម្ភាសហើយមិនបានចាប់ចុងចាប់ដើមដោយសារកាមេរ៉ារលត់ថ្មតាមពិតខ្ញុំសម្ភាសផ្ទាល់ខាងក្រៅគឺបានចាប់ចុងចាប់ដើមវែងឆ្ងាយមែនទែនក៏ប៉ុន្តែអាកាមេរ៉ាហ្នឹងមិនដឹងថាវារលត់តាំងពីថ្មណាអត់មានជំនួយការអង្គុយមើលថ្មកាមេរ៉ាឲ្យតែអ្វីដែលយើងចាប់អារម្មណ៍មួយទៀតគឺគាត់ទើបតែលះបង់អាជីពនៅឆ្នាំ2015ដោយសារតែគាត់លឺឈាមហើយដួលក៏ស្លាប់មួយជំហានខ្លួនតែពេលហ្នឹងនៅអាចនិយាយបានលោកសួរសងវិចារហ្នឹងក៏ខ្ញុំចង់ហួសពេលផងដែរឆ្នាំ2015គាត់ដួលស្លាប់មួយជំហានខ្លួនក៏ប៉ុន្តែគាត់នៅនិយាយបានត្បិតតែដើរកើតអង្គុយតែលើអតេសតែនៅនិយាយបានច្បាស់ហើយក៏តាមពិតទៅខ្ញុំរំលងគាត់ក៏ហៅគាត់ដែរក៏ប៉ុន្តែអត់មានលេខទូរស័ព្ទសួរគេសួរឯងទៅក៏រកលេខអត់បានទើបតែរកលេខបានហើយក៏តាក់ទងទៅកាលពី2ថ្ងៃមុនហ្នឹងតែនៅពេលទៅសម្ភារគាត់ហ្នឹងគឺគាត់ដួល2-3ដងទៀតអញ្ចឹងទៅក៏ទាញសរសៃអណ្ដាតគាត់ហ្នឹងក៏កលោះអត់សូវកើតនិយាយទៅតឡាន់កលើយើងស្ដាប់អត់សូវបានតែវាគ្រាន់បើជាអត់បើសិនជាគាត់ទៅបាត់ទៀតយើងអត់បានសម្ភារហ្នឹងជារឿងមួយសោកស្ដាយតែឥឡូវយើងបានស្ដាប់គាត់ទោះបីជាស្ដាប់មិនច្បាស់ក៏ប៉ុន្តែយើងអាចយល់ដឹងច្រើនណាគឺគាត់បានលះបង់អាជីពសិល្បៈនៅឆ្នាំ2015នៅពេលដែលគាត់ដួលដោយសារលើសឈាមហើយនឹងទឹកនោមផ្អែមតាមពិតអ្វីគាត់នៅច្រៀងបានច្រើនបានរយៈពេលយូរទៀតគឺគាត់ឆ្នាំ2015មានវ័យទើបតែ50ឆ្នាំហើយសម្ដីគាត់នៅច្រៀងបានល្អណាស់ហើយដូចខ្ញុំបាននិយាយអញ្ចឹងលោកសួរសងវិចារជាអ្នកចម្រៀងមួយដែលខ្ញុំស្រឡាញ់សម្លេងជាងគេក្នុងចំណោមអ្នកចម្រៀងផ្សេងដែលគេឲ្យយកបាត់លោកស៊ីនស៊ីសមុទ្រនិងអ្នកចម្រៀងចំនួនដើមមកច្រៀងដាក់ការ៉ាអូខេឬក៏ CD កាសែតគឺលោកសួរសងវិចារគាត់មានសម្លេងស្រទន់ជាងគេហើយគាត់ច្រៀងដូចជាអត់ខំទេខ្ញុំមើលតាមកាយវិការឬក៏តាមវីដេអូ DVD ជាដើមនោះគឺគាត់ច្រៀងធម្មតាតែសម្លេងគាត់ព្រោះមែនទេបាទពីព្រោះស្រទន់ភ្លេងអត់ព្រោះយ៉ាងណាក៏ដោយតែសម្លេងគាត់ដាក់ទៅគឺព្រោះតែម្ដងខុសពីអ្នកចម្រៀងខ្លះសម្លេងគាត់ព្រោះមធ្យមទេតែបានភ្លេងយងអញ្ចឹងទៅក៏ជួយឲ្យព្រោះទៅតែលោកសួរសងវិចារភ្លេងយ៉ាងណាក៏ដោយតែសម្លេងគាត់ដាក់ទៅគឺសម្លេងគាត់មានទឹកដមហ្មងច្រៀងពីរោះណាស់លោកសួរសងវិចារឲ្យស្ដាយមែនទែនវ័យ
ទើបតែ50ឆ្នាំនៅឆ្នាំ2015គឺជាវ័យកំពុងតែមានហាងឆេងអាចរកឆ្នាំ2015គឺជាវ័យកំពុងតែមានហាងឆេងអាចច្រៀងបានច្រើនតទៅមុខទៀតកាលហ្នឹងផលិតកម្ម20តាមរកគាត់ដើម្បីច្រៀងដាក់ CD ដាក់កាសែតឬក៏ធ្វើជា VCD ការ៉ាអូខេ DVD លក់ទៅក្រៅប្រទេសអញ្ចឹងបានជាគាត់មិនច្រៀងតាមបារតាមអីដោយសារគាត់អត់មានពេលផលិតកម្មផ្សេងហៅគាត់ច្រៀងតាំងពីព្រឹកដល់យប់ទាំងបទនិពន្ធភ្លេងថ្មីទំនុកថ្មីទាំងបទដែលគេយកបទដើមមកឲ្យគាត់ច្រៀងដោយសារសម្លេងគាត់ព្រោះអញ្ចឹង20ផលិតកម្មតាមរកគាត់ខុសពីអ្នកចម្រៀងខ្លះយូរគេហៅច្រៀងមួយបទមួយអាទិត្យគេហៅច្រៀង2 3បទហើយមួយបទបានតែ$5ហ្នឹងចំនួនហ្នឹងច្រៀងមួយបទបាន$5លោកនូសឹកធ្លាប់បានប្រាប់ខ្ញុំចំនួនហ្នឹងគឺច្រៀងមួយបទបានតែ$5ទី20000តែគាត់ថា$5នៅទសវត្សរ៍ទី90រៀងក្រៅដែរហើយអ្នកចម្រៀងខ្លះអាចមានហាងឆេងខុសគ្នាអាចអ្នកខ្លះ$10 5 10 20ក៏ទៅតាមភាពល្បីល្បាញរបស់ពួកគេរៀងខ្លួនតែខ្ញុំតាមការស្មានប្រហែលជាមិនលឺខ្វះគ្នាចន្លោះពី5ទៅ10 15 20 25អីតែប៉ុណ្ណឹងទីហើយលោកសួសសម្ចាស់គឺមានហាងឆេងជាងលោកនូសឹកជាងលោកឡាវសរិទ្ធជាងលោកលេងប៊ុនណាតជាងអ្នកចម្រៀងផ្សេងដែលគេនិយមយកបទពីដើមឲ្យគាត់ច្រៀងអញ្ចឹងហើយបានជាគ្រប់ផលិតកម្មទាំងអស់សុទ្ធតែមានឈ្មោះលោកសួសសងវិចារហើយគាត់ច្រៀងបានច្រើនណាស់គាត់បានចម្រៀងអញ្ចឹងគឺចម្រៀងគាត់មិនក្រោម1000បទទីទាំងបទនិពន្ធបទភ្លេងថ្មីទំនុកច្រៀងថ្មីនិងបទដែលគេយកបទពីដើមមកឲ្យគាត់ច្រៀងបទលោកស៊ីនស៊ីសមុទ្រឬក៏លោកអឹមណារីលោកជាសវឿនអិនយេងចដាមឡាក់គឺបូកសរុបចូលគ្នាគឺគាត់ច្រៀងមិនក្រោម1000បទទីអាចលើពី1000ទៅ2000បទដោយសារខ្ញុំឃើញគ្រប់ផលិតកម្មសុទ្ធតែមានឈ្មោះលោកសួសសំវិចារហើយចម្រៀងមក DVD ដែលមានចម្រៀងចំនួន20ទៅ30បទហ្នឹងគឺមកវល់មានបទលោកសួសសំវិចារនឹងច្រើនជាងគេផលិតកម្មណាក៏អញ្ចឹងហើយលោកអ្នកវាយ YouTube ចុះដាក់តែចម្រៀងលោកសួសសំវិចារគឺចេញព្រាបចម្រៀងគាត់រាប់ពាន់បទច្រើនណាស់គាត់មានហាងឆេងសម្លេងខ្លាំងតែម្ដងនៅទសវត្សរ៍ឆ្នាំ2000ព្រោះគាត់ចូលប្រឡូកឆ្នាំ99អញ្ចឹងហាងឆេងគាត់ដែលចាប់តាមខ្លាំងគឺពីឆ្នាំ2000 2001 2002ដល់ឆ្នាំ2015ហ្នឹង16ឆ្នាំគាត់ប្រឡូកក្នុងអាជីពសិល្បៈ16ឆ្នាំច្រៀងបានជាង1000 ជិត2000បទខ្លាំងណាស់លោកអ្នកបាទឃើញទេអ្នកចម្រៀងខ្លះច្រៀងតាំងពី79ដល់វ័យឆ្នាំ2015 16ដល់ឆ្នាំ2020ហ្នឹងអ្នកខ្លះមានតែ100 200បទណាតាំងពីឆ្នាំ79តែលោកសួសសំវិចារច្រៀងតែពីឆ្នាំ99ដល់ឆ្នាំ2015 16ឆ្នាំទីចម្រៀងគាត់ជាង1000បទលោកអ្នកវាយចុះវាយ YouTube ដាក់តែឈ្មោះលោកសួសសំវិចារចេញព្រាបហើយទៅរកតាមផលិតកម្មផ្សេងតោមាសរៃមាសផលិតកម្មកម្មករបាក់សីចាំក្រុងផលិតកម្មអីផ្សេងនោះគឺមានឈ្មោះលោកសួសសំវិចារស្ទើរតែគ្រប់ផលិតកម្មឃើញទេអញ្ចឹងបានជាយើងសោកស្ដាយថាឆ្នាំ2015គាត់លើសឈាមទឹកនោមផ្អែមហើយនាំឲ្យគាត់ដួលទៅស្លាប់មួយជំនាញខ្លួនប្រទាញសរសៃប្រទាញមាត់ទៅឈៀងលេខកើតហើយវ័យហ្នឹងគឺជាវ័យកំពុងតែមានហាងឆេងវ័យកំពុងរលួយបានណាប្រពន្ធគាត់បានប្រាប់ខ្ញុំថាពេលហ្នឹងគាត់បានលុយពីប្តីយកទៅទិញដីបាន 3-4 កន្លែងតែដោយសារប្តីឈឺធ្លាក់ខ្លួនស្លាប់មួយជំនាញខ្លួនយកទៅព្យាបាលដល់ខេត្តណាខេត្តណីអស់លីងលក់ដីមើលជំងឺប្តីបាទអញ្ចឹងច្រៀង16ឆ្នាំហ្នឹងយកទៅព្យាបាលខ្លួនឯងវិញអស់រលីងរហូតដល់ស្វែងរកជំនួយទៀតផងអញ្ចឹងបានជាខ្ញុំប្រកាសថាលោកអ្នកដែលមានលទ្ធភាពអាចជួយគាត់បានក៏ជួយទៅតាមលទ្ធភាពជាក់ស្ដែងទៅបាទម្នាក់$5 $10 ឬក៏ទៅតាមអ្វីដែលយើងអាចជួយបានហើយកន្លងទៅក៏ថ្នាក់ដឹកនាំយើងបានជួយហោហែកន្លងមកផងដែរតែធម្មតាជំងឺអញ្ចឹងគឺព្យាបាលអត់ជាទីបានត្រឹមតែមួយធូរតែប៉ុណ្្នឹងឯងណាបាទហើយចំពោះបទចម្រៀងគាត់ដែលមានរាប់ពាន់បទនោះយើងរៀបរាប់មិនអស់ទីខ្ញុំគ្រាន់តែដកស្រង់ខ្លះហើយភាគច្រើនគឺជាបទដែលគេតែងភ្លេងថ្មីទំនុកថ្មីឲ្យគាត់ច្រៀងក្នុងនោះបទដែលខ្ញុំចូលចិត្តជាងគេគឺភួយកាន់ស្នាដៃលោកសងអក្សរាភួយកាន់គឺបទដែលញ៉ាំងឲ្យគាត់ល្បីខ្លាំងមុនគេនៅឆ្នាំ1999បាទភួយកាន់ហើយក្រៅពីនេះមានបុប្ផាព្រះវិហារនឹកអូនណាស់
ជួបអូនចំពេលចូលឆ្នាំបុផាព្រែកពូបណ្ដាំភ្ជុំបិណ្ឌដៃខ្វះវាសនាសិលានាងលាក់ស្ដាយក្លិនស្ដាយខ្លួនបុផាគូខ្មុំកាលឆ្នាំ93ចិត្តខ្មៅឲ្យបងខ្វាក់សិនបានទីថ្នមនាងឈូកស្រពូនអនុស្សាវរីយ៍ថ្ពាល់ឆ្វេងស្នេហ៍អាចកំបាំងស្នេហ៍លាក់ក្នុងចិត្តទំនួញប្រុសពៅនិងភ្លៀងអើយរាំងទៅជាដើមឡាក់នេះខ្ញុំរៀបរាប់តែបទមួយចំនួនដែលគេតែងទំនុកថ្មីឲ្យគាត់ច្រៀងហើយនិយាយពីបទដែលគេយកបទពីដើមរបស់លោកស៊ីនស៊ីសមុទ្រលោកអឹងណារីលោកជាសវឿនអិនយាយមកឲ្យគាត់ច្រៀងគូច្រើនណារាប់ពាន់បទឯណោះបាទគួយធ្លាប់ដុនដប់ឲ្យបាត់រងាពេលនេះកំព្រីខ្លាយជាភួយកម្មបានចឹងតកតងរឿងរ៉ាវលោកសួរសមវិចារខ្ញុំបាទក៏សូមបញ្ចប់តែប៉ុណ្ណឹងលោកអ្នកអាចយល់បានច្រើនណាបាទហើយភ្ជាប់នឹងរឿងនេះផងដែរខ្ញុំមានដំណឹងមួយចង់ជម្រាបជូនលោកអ្នកស្ដាប់គឺខ្ញុំបានធ្វើសៀវភៅពិសេស2ក្បាលសៀវភៅពិសេសដែលលោកអ្នកនៅពេលដែលបានឃើញហើយប្រកាសជារំភើបផងដែរនោះគឺសៀវភៅចម្រៀងស្នេហាជាតិគឺខ្ញុំបានធ្វើថ្មីនេះបាន2ក្បាលគឺជាចម្រៀងស្នេហាជាតិកាលពីចំនួនលោកស៊ីនស៊ីសមុទ្រទសវត្សទី70គឺពីឆ្នាំ70ដល់ឆ្នាំ75គឺពេលហ្នឹងកវីនិពន្ធតន្ត្រីករខ្មែរយើងបាននិពន្ធច្រើនណាស់ជូនលោកស៊ីនស៊ីសមុទ្រអ្នកស្រីរស់សេរីសុធាអ្នកស្រីហួយមាសអ្នកស្រីម៉ៅសារ៉េតលោកថេតសម្បត្តិលោកអឹងណារីលោកលីវទឹកលោកមីហុកសេងហើយនឹងអ្នកចម្រៀងផ្សេងទៀតច្រៀងដោយសារចំនួនហ្នឹងគឺយើងមានសង្គ្រាមផ្ទុះឆេះគ្រប់កន្លែងទូទាំងប្រទេសគឺសង្គ្រាមរវាងកងទ័ពសាធារណរដ្ឋខ្មែរជាមួយនឹងកងទ័ពវៀតកុងហើយនឹងកងទ័ពខ្មែរក្រហមអញ្ចឹងបាទជាពេលហ្នឹងលោកម៉ាឡៅពីលោកវ៉យហូលោកយ៉ងឈៀងលោកស៊ីនស៊ីសមុទ្រហើយនឹងតន្ត្រីករផ្សេងទៀតបាននិពន្ធច្រើនណាស់អញ្ចឹងខ្ញុំក៏បានធ្វើសៀវភៅចម្រៀងពិសេស2ក្បាលហ្នឹងដោយសារតែខ្ញុំមើលឃើញពីស្ថានភាពដែលកម្ពុជាយើងថ្មីមានចំនួនព្រំដែនជាមួយពួកចៅសៀមឈ្លានពានទឹកដីតាំងពីឆ្នាំ2008មកមិនមែនទើបតែថ្មីនេះទេគឺចៅសៀមឈ្លានពានបានឈ្លានពានយើងខ្លាំងតាំងពីឆ្នាំ2008គឺដើម្បីចង់បានប្រាសាទព្រះវិហារនិងចង់បានខេត្តនិងប្រាសាទផ្សេងជាប់ព្រំដែនរបស់គេហ្នឹងក៏ប៉ុន្តែឆ្នាំ2008ខ្ញុំអត់ទាន់បានធ្វើការងារនឹងខ្លាំងខ្លាទេខ្ញុំរវល់ដល់សម្ភាសតែឥឡូវដោយសារចៅសៀមឈ្លានពានចៅប្រវត្តិសាស្ត្របានមកឈ្លានពានបានមកសម្លាប់កងទ័ពខ្មែរយើងហើយនឹងបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់វត្តអារាមមន្ទីរពេទ្យក៏ដូចជាបង្កើតរឿងរ៉ាវដ៏ឈឺចាប់ផ្សេងចំពោះទឹកដីកម្ពុជាទឹកដីខ្មែរដ៏កំសត់របស់យើងបានជាខ្ញុំនឹកឃើញប្រមូលបទចម្រៀងស្នេហាជាតិទាំងអស់នោះមកចងក្រងជាសៀវភៅបាន2ក្បាលនេះលោកដាក់ឃើញទេបាទនេះគឺជាសៀវភៅចម្រៀងស្នេហាជាតិដែលខ្ញុំបានស្រាវជ្រាវនិងចងក្រងខ្ញុំជឿជាក់ថាបងប្អូនប្រកាសជាជក់ចិត្តពេញចិត្តនៅចម្រៀងទាំងពីរសៀវភៅនេះជាក់ជាមិនខានគឺខ្ញុំបានដកស្រង់រាល់បទចម្រៀងបែបស្នេហាជាតិទាំងអស់មកដាក់ក្នុងសៀវភៅទាំងពីរនេះខ្ញុំជឿថាបងប្អូននៅពេលដែលបានអានប្រកាសជាជក់ចិត្តហើយសៀវភៅនេះគឺខ្ញុំបានបង្ហាញទាំងចំណងជើងទាំងឈ្មោះអ្នកនិពន្ធតើបទហ្នឹងនិពន្ធទំនុកច្រៀងដោយនរណាបទភ្លេងដោយនរណាដឹកភ្លេងដោយនរណាថតឆ្នាំណាហើយមានក្លឹបភាសាយ៉ាងណារឿងរ៉ាវរបស់នរណានៅក្នុងសៀវភៅនេះគឺលោកអ្នកនៅពេលដែលបានអានប្រកាសជាជក់ចិត្តហើយឥឡូវខ្ញុំអានចំណងជើងឲ្យលោកអ្នកបានស្ដាប់ខ្លះក្នុងនោះរួមមានដូចជាបទវាចាយុទ្ធជនភូមិកគីធំច្រៀងដោយលោកស៊ីនស៊ីសមុទ្រសម្រែកឈាមខ្មែរច្រៀងដោយលោកស៊ីនស៊ីសមុទ្រគំនុំជាង20ឆ្នាំច្រៀងដោយលោកស៊ីនស៊ីសមុទ្រលាពើទៅច្បាំងច្រៀងដោយលោកស៊ីនស៊ីសមុទ្រពលតួអភ័ព្វច្រៀងដោយលោកស៊ីនស៊ីសមុទ្រថ្ងៃ12កក្កដាស្អែកលាម៉ែចូលធ្វើទាហានលាហើយព្រែកឯងអនិច្ចាកាលាហោមគង់អូអការ៉ាបើបងពិការឬភរិយាភក្តីលាតំណែងចាស់កិត្តិស័ព្ទទាហានខ្លាបុផាកំពង់ហាវលាហើយសកុលាបដែលចម្រៀងទាំងអស់នេះសុទ្ធតែជាសម្លេងមាសរបស់លោកស៊ីនស៊ីសមុទ្រហើយបទឆ្លងឆ្លើយរួមមានរឿងពិតរបស់អូនឧត្តមភរិយាទាហានដែលសប្តាហ៍ថ្ងៃគេនិយមហៅថាសោភាអាយុមិនអស់មិនស្លាប់
ដែលច្រៀងដោយលោកស៊ីនស៊ីសមុទ្រនិងអ្នកស្រីរស់សេរីសុធាហើយក្រៅពីនេះមានបទទៅច្បាំងចុះម្ចាស់ចិត្តដែលលោកស៊ីនស៊ីសមុទ្រច្រៀងជាមួយអ្នកស្រីហួយមាសខ្មែរព្រះពុទ្ធសាសនាដែលបច្ចុប្បន្នគេនិយមហៅថាសំណោះដីខ្មែរស្រណោះដីខ្មែរស្រុកស្រែចំការច្រៀងដោយលោកស៊ីនស៊ីសមុទ្រនិងអ្នកស្រីហួយមាសហើយស្ម័គ្រចូលកំណងដូច្រៀងដោយលោកស៊ីនស៊ីសមុទ្រនិងអ្នកស្រីហួយមាសមិនឲ្យអូនព្រួយម្ដេចបានដែលបច្ចុប្បន្នគេហៅថាលាអូនទៅបំរើជាតិច្រៀងដោយលោកស៊ីនស៊ីសមុទ្រនិងអ្នកស្រីហួយមាសភរិយាខ្មែរថ្មីច្រៀងដោយលោកស៊ីនស៊ីសមុទ្រនិងអ្នកស្រីហួយមាសលាស្ទឹងសង្កែច្រៀងដោយលោកស៊ីនស៊ីសមុទ្រស្ពានយល់បណ្ដូលចិត្តច្រៀងដោយលោកស៊ីនស៊ីសមុទ្រកូនសូមលាម៉ែទៅច្បាំងច្រៀងដោយលោកសុម៉ាត់និងអ្នកស្រីហួយមាសជ័យជំនះនៅស្អាងច្រៀងដោយលោកសុម៉ាត់និងអ្នកស្រីហួយមាសបណ្ដាំឃ្លាំងមឿងច្រៀងដោយលោកសុម៉ាត់ភូមិស្ដុកកបាសប្រាស្នេអតិពលកងពលតូលេខ5ការបាន7ថ្ងៃបែកគ្នារឿងអកនឹងខ្ញុំអកព្រាត់ត្រនំឃ្លាតពីអូនព្រោះរឿងទឹកដីច្រៀងដោយលោកសុម៉ាត់ផងដែរទឹកភ្នែកខ្មែរទឹកដក់បាតព្រែកច្រៀងដោយលោកសុម៉ាត់បាទចម្រៀងប្រមាណដែលខ្ញុំរៀបរាប់បន្តហ្នឹងគឺច្រៀងដោយលោកសុម៉ាត់ហើយបន្តមកទៀតគឺសំឡេងអ្នកស្រីហួយមាសដូចជាបទអក្សរាលោហិតខ្មែរកុំភ្លេចឈាមខ្មែរសម្រែកដួងចិត្តភរិយាទាហានបណ្ដាំភរិយាយុទ្ធជនគុណមើលនាវាជីវិតជាតិអាឡ័យថ្ងៃលិចគឺសុទ្ធតែជាសំឡេងរបស់អ្នកស្រីហួយមាសហើយក្រៅពីនេះមានបទកងពលតូចថ្មើរជើងទី12ច្រៀងដោយលោកលីវទឹកមើលដែនកម្ពុជាច្រៀងដោយអ្នកស្រីប៉ែនរ៉នខ្ញុំផ្ញើចម្រៀងច្រៀងដោយអ្នកស្រីប៉ែនរ៉នដែលជាប្អូនស្រីអ្នកស្រីប៉ែនរ៉នហើយបទយុវជនយុវតីខ្មែរនាគពណ៌ក្រហមស្អែកបងចូលធ្វើយុទ្ធជនយុវជនយុវតីជាតិខ្មែរគំនិតបញ្ញារួមនឹងកម្លាំងហើយក្រៅពីនេះបាទសភៅវគ្គ2មានបទដងស្ទឹងអារ៉ាញ់ច្រៀងដោយលោកអិនយេងបាទបន្តមកហ្នឹងគឺសភៅទី2ជាសំនៀងភាគច្រើនរបស់លោកអិនយេងគឺដងស្ទឹងអារ៉ាញ់មលិះលាច្បារមូនគូខ្ពស់ក្បាលសដល់មានជ័យបុផាឧដុងក្រាំងស្នេហ៍វិហារបុផាលាក់ខ្លួនធ្វើស្រែនឹងទឹកធ្វើសឹកនឹងបាយបំណុលឈាមឪពុកបាទបំណុលឈាមឪពុកនេះគឺច្រៀងដោយលោកស៊ីនស៊ីសមុទ្រលោកអិនយេងអ្នកស្រីរស់សេរីសុធាននិងអ្នកស្រីប៉ែនរ៉នហើយមានបទទំនួញកអ្វីទល់ដែនច្រៀងដោយលោកអិនយេងហើយបន្តមកទៀតមានបទពលទូអភ័ព្វច្រៀងដោយលោកអាប់ឌុលសេរីខ្ញុំពិការច្រៀងដោយលោកអាប់ឌុលសេរីមេឃមីនៅឧត្តរមានជ័យច្រៀងដោយអ្នកស្រីម៉ៅសារ៉េតបេះដូងជូនស្នេហាសង្ខារជូនជាតិច្រៀងដោយលោកតូចតេងស្នាដៃលោកគង់ប៊ុនឈឿនហើយបទអូក្រៀងឆ្នាំ54ច្រៀងដោយលោកតូចតេងស្នាដៃលោកវ៉យហូហើយបទស្នេហ៍អូនស្នេហ៍ជាតិច្រៀងដោយលោកអ៊ូចសឿងហើយបទបងពិការទៅហើយច្រៀងដោយអ្នកស្រីឈឹមឈួនហើយបទគុណម្ដាយនឹងជាតិច្រៀងដោយអ្នកស្រីហ៊ុយស៊ីនុំបទលីឪទៅធ្វើសង្គ្រាមច្រៀងដោយអ្នកស្រីសូសវឿនបទឈាមមរណៈច្រៀងដោយលោកទូចម្រើនបទរឿងយើងទាំងពីរច្រៀងដោយលោកដូចកំហាក់បទចំនួនអាត្រៀតច្រៀងដោយលោកដូចកំហាក់បទជំរុំវត្តស្លែងច្រៀងដោយលោកថេតសម្បត្តិហើយបទលាទៅបំរើជាតិច្រៀងដោយលោកថេតសម្បត្តិហើយបទជាតិត្រូវការអ្នកហើយច្រៀងដោយលោកថេតសម្បត្តិហើយបទគូកធ្លក់បូរីច្រៀងដោយលោកថេតសម្បត្តិបារាទ័ពខ្មែរច្រៀងដោយលោកថេតសម្បត្តិនិងអ្នកស្រីប៉ែនរ៉នប្អូនអ្នកស្រីប៉ែនរ៉នហើយបទវិបត្តិស្នេហ៍នៅបាភ្នំផ្ញើស្នេហ៍នឹងយុទ្ធជនខ្ញុំផ្ញើចម្រៀងធ្វើភរិយាទាហានក្លាហានសាមគ្គីជាកម្លាំងទឹកចិត្តស្ត្រីកម្ពុជាក្រោមទំនួញស្ត្រីខ្មែរលឺជ្រៃធំជំរុំទុកបាទប្រហែលបាត់ហ្នឹងគឺច្រៀងដោយអ្នកស្រីសឹមទូចហើយក្រៅពីនេះមានបទបល័យដួងចិត្តអូនរៀបការទាំងទឹកភ្នែកស្រែខ្មែរទល់ដែនសងឈាមជួសបងលើកូន3នឹកប្តីសម្លាញ់សំនៀងកវីអូនបាក់ឈ្មោះបងច្រៀងដោយអ្នកស្រីរស់សេរីសុធាហើយក្រៅពីនេះមានបទក្រាំងស្នេហ៍ច្រៀងដោយលោកយ៉ងឈៀងហើយសំនៀងរិទ្ធីបទនេះមាន2លោកអិនយេងច្រៀង1ឯលោកយ៉ងឈៀងជាម្ចាស់ស្នាដៃគាត់និពន្ធហើយគាត់ច្រៀងខ្លួនឯងមុនលោកអិនយេងទៅទៀតបទក្រាំងស្នេហ៍កំហឹងជាតិខ្មែរលោកយ៉ងឈៀងជាមួយអ្នកស្រីហួយមាសហើយបទវិចារអ្នកស្នេហាជាតិច្រៀងដោយលោកមីហុកសេងហើយបទសឹងឯងសះអីច្រៀងដោយលោកមីហុកសេង
បាទសង្អាយសាយហ្នឹងគឺបត់ជីសម្ដេចឪព្រះនរោត្តមសីហនុតែម្ដងបាទហើយបន្តមកទៀតបាទបន្តមកទៀតមានបត់អោកោះតឡាចច្រៀងដោយលោកយ៉ងឈៀងហើយបន្តមកទៀតគឺបត់លៀបការត្របែកព្រៃច្រៀងដោយអ្នកស្រីឌីសុខនបាទបត់នេះព្រោះណាលៀបការត្របែកព្រៃហើយអ្នកស្រីឌីសុខនមានមួយបត់ទៀតគឺចម្រៀងមកមិត្តសុទ្ធតែជាចម្រៀងផ្ញើជូនយុទ្ធជននៅសម័យសាធារណរដ្ឋខ្មែរទសវត្សរ៍ទី70ហើយបន្តមកទៀតមានបទយើងទៅរំដោះជាតិកូនខ្មែរជួយជាតិឈាមតាមសងឈាមឲ្យស្ទឹងព្រែកថ្នោតស្អែកបងចូលធ្វើយុទ្ធជនបងវិលមកពីច្បាំងវិញហើយជ័យជំនះហើយនឹងបទនិពន្ធអស់ពឹសជាដើមឡាក់បាទត្បិតតែបទនិពន្ធអស់ពឹសទើបតែច្រៀងនៅទសវត្សរ៍ទី90ជាសំនៀងលោកចឹកសៀងសំណងក៏ប៉ុន្តែដោយសារបទនេះបានរៀបរាប់ពីប្រាសាទព្រះវិហារដែលពួកចៅសៀមប្រវត្តិសាស្ត្រមានគម្រោងលៀបយកហ្នឹងក៏ខ្ញុំបញ្ចូលបទហ្នឹងផងដែរហើយណាមួយបទនិពន្ធអស់ពឹសនេះគឺព្រោះណាស់ខ្ញុំស្ដាប់ទៅជក់ចិត្តមែនទែនហើយសូមបញ្ជាក់ជាថ្មីក្នុងឱកាសនេះកុំច្រឡំទៀតណាលោកអ្នកស្ដាប់បានគឺនិពន្ធអស់ពឹសជាបទទើបតែនិពន្ធថ្មីនៅទសវត្សរ៍ទី90នឹងទីគឺប្រហែលឆ្នាំ97 98ចំនួនជីវិតនរដ្ឋឧត្តរហ្នឹងហើយម្ចាស់ស្នាដៃនិពន្ធទំនុកច្រៀងបទនេះគឺលោកខៀវកថាណាត្រូវចាំព្រោះថាមានបងប្អូនខ្លះធ្លាប់បានជជែកហើយច្រឡំហើយគាត់មិនព្រមស្ដាប់នៅការបញ្យលនៅការរៀបរាប់បកស្រាយរបស់យើងគាត់ថាអូបទហ្នឹងបទដើមរបស់លោកស៊ីនស៊ីសមុទ្រតាមពិតចំនួននោះអត់មានបទហ្នឹងទីមានតែបទហោរាទស្សទាយដែលលោកស៊ីវសុនបាននិពន្ធបទហ្នឹងជូនលោកស៊ីនស៊ីសមុទ្រច្រៀងហើយនៅទសវត្សរ៍ទី90លោកខៀវកថាបានយកភ្លេងបទហោរាទស្សទាយហ្នឹងមកតែងប្រូថ្មីឲ្យលោកចឹកសៀងសំណងច្រៀងនាងពនអងពឹសខ្លាយខ្លួនជាថ្មអក្សរាកៃណោឈើស្រងទឹកភ្នែកលោកខៀវកថាបាននិពន្ធទំនុកច្រៀងថ្មីដោយយកភ្លេងបទហោរាទស្សទាយហ្នឹងមកឲ្យលោកចឹកសៀងសំណងច្រៀងដោយមានលោកអុកសំអាតហៅថុលដែលបច្ចុប្បន្នគាត់នៅរស់ទេលោកអុកសំអាតហៅថុលដែលជាអ្នកនិពន្ធបទការរីកក្នុងចិត្តជូនលោកស៊ីនស៊ីសមុទ្រច្រៀងនោះលោកអុកសំអាតហៅថុលជាអ្នកអារម្មណ៍សមងដឹកនាំប្រគំថតបទនិពន្ធអស់ពឹសហ្នឹងហើយខ្ញុំបញ្យល់ច្បាស់ប៉ុណ្ណឹងហើយមានបងប្អូនអ្នកស្ដាប់ខ្លះគាត់អត់ព្រមស្ដាប់នៅតែគាត់ថាចង់ចេះចង់ឈ្នះគាត់ថាអូបទហ្នឹងគាត់ធ្លាប់ឮលោកស៊ីនស៊ីសមុទ្រច្រៀងតាំងពីទសវត្សរ៍ទី70ហើយនៅក្នុង YouTube គាត់ឃើញទៀតឃើញក៏ដាក់រូបលោកស៊ីនស៊ីសមុទ្រតាមពិតចម្រៀងដែលគេដាក់រូបលោកស៊ីនស៊ីសមុទ្រហ្នឹងដោយសារតែអ្នកបង្ហោះគាត់អត់ស្គាល់សម្លេងលោកចឹកសៀងសំណងហើយដោយសារបទហ្នឹងព្រោះទៅក៏គេស្មានតែសម្លេងលោកស៊ីនស៊ីសមុទ្រអញ្ចឹងអ្នកបង្ហោះគេបង្ហោះចោលបង្ហោះគ្រាន់តែយក view យកអីនោះណាហើយដាក់ឈ្មោះលោកស៊ីនស៊ីសមុទ្រដាក់រូបថតលោកស៊ីនស៊ីសមុទ្រនាំឲ្យអ្នកស្ដាប់ហ្នឹងទាំងក្មេងទាំងចាស់គាត់យល់ច្រឡំថាបទហ្នឹងគឺសំនៀងលោកស៊ីនស៊ីសមុទ្រតាមពិតបើអ្នកចេះស្ដាប់ចេះស្គាល់សំឡេងលោកអឹងណារីលោកអិនយេងលោកស៊ីនស៊ីសមុទ្រគឺស្ដាប់អត់ច្រឡំទីតែដោយសារអ្នកខ្លះក៏អត់សូវបានចាប់អារម្មណ៍អត់សូវចេះសម្គាល់សំឡេងអត់ដឹងថាសំឡេងហ្នឹងរបស់នរណាអត់ដឹងថាអ្នកចម្រៀងណាគាត់ឃើញកដាក់រូបលោកស៊ីនស៊ីសមុទ្រគាត់ថាបទហ្នឹងបទលោកស៊ីនស៊ីសមុទ្រដែរទៅអញ្ចឹងខ្ញុំសូមបញ្ជាក់ជាថ្មីថាបទនេះទើបតែនិពន្ធថ្មីនៅឆ្នាំ97 98នឹងទីដោយគេយកភ្លេងចាស់គឺភ្លេងហោរាទស្សទាយរបស់លោកស៊ីនស៊ីសមុទ្រមកតែងទំនុកថ្មីជូនលោកចឹកសៀងសំណងច្រៀងប្រាំងព្រះវិហាររងៀមនាងឯងស្រែកងោក្រែងក្រែងខ្លាចបដូរឈ្មោះថ្មីលោកចឹកសៀងសំណងឈ្មោះពិតរបស់គាត់គឺចឹកសំអូនហើយទើបតែគាត់ចូលច្រៀងទីដែលគាត់ត្រូវបានអ្នកនិពន្ធចំនួនហ្នឹងបដូរឈ្មោះឲ្យគាត់ថាដាក់ឈ្មោះចឹកសំអូនអញ្ចឹងអត់សូវប្រុសទេឥឡូវដូរមកចឹកសៀងសំណងទៅអញ្ចឹងបានជាគាត់បដូរមកជាចឹកសៀងសំណងហ្នឹងសូម្បីតែលោកសួសសងវិចាឈ្មោះដើមរបស់គាត់គឺសួសប៊ុននីហើយទើបតែគាត់ចូលច្រៀងឆ្នាំ99ទេដែលលោកសងអាការ៉ាបានបដូរឈ្មោះគាត់ពីសួសប៊ុននីមកជាសួសសងវិចាវិញ
គាត់ប្រាប់ខ្ញុំនៅក្នុងបទសម្ភាសហ្នឹងនៅកទួយបទសម្ភាសក៏ប៉ុន្តែដោយសារតែកាមេរ៉ាអស់ថ្មយើងបានស្ដាប់ដល់វគ្គហ្នឹងទីឃើញទេអញ្ចឹងបញ្ជាក់ជាថ្មីបទនិពន្ធអស់ពឹសគឺជារបស់លោកច័ក្កសៀងសំណងហើយអ្នកនិពន្ធទំនុកច្រៀងនៅរស់ដល់បច្ចុប្បន្នគឺលោកខៀវកថាហើយអ្នកដឹកនាំថតបទហ្នឹងនៅរស់ដល់បច្ចុប្បន្នផងដែរគឺលោកគ្រូអុកសំអាតហៅថុលតន្ត្រីករវាយស្គរកាលពីចំនួនលោកស៊ីនស៊ីសមុទ្រនោះហើយលោកអុកសំអាតហៅថុលក៏គាត់កវីក្បាលផងដែរគាត់ថាហើយជនណាគេស្ដាប់ថាបទហ្នឹងបទដើមរបស់អ៊ុមុតគាត់ហៅអ៊ុមុតណាបទហ្នឹងគាត់អ្នកអារម្មណ៍សំងថ្មីឆ្នាំ97 98សោះឲ្យអាស៊ានសំដងវិជ្ជាគាត់និយាយអញ្ចឹងហើយណាគេស្ដាប់ថាបទរបស់អ៊ុមុតកាលហ្នឹងគាត់នៅទសវត្សរ៍ទី70គាត់នៅតែជាមួយអ៊ុមុតវាយភ្លេងឲ្យអ៊ុមុតរហូតហ្នឹងគាត់និយាយអញ្ចឹងគាត់ថាបទហ្នឹងគាត់អារម្មណ៍សំងថ្មីឲ្យអាសំដងវិជ្ជាទៅហើយដល់ណាគេស្ដាប់ទៅចេញជាសំឡេងអ៊ុមុតបាទចឹងសូមកុំយល់ច្រឡំទៀតប្រហែលជាមានបងប្អូនខ្លះច្រឡំដោយសារតែបទហ្នឹងគាត់ធ្លាប់ស្ដាប់កាសែតខ្លះគេយកទៅថតមញេតគ្នាសំឡេងរៀងក្បៀតរៀងស្រួយទៅអ្នកខ្លះស្ដាប់ថាអូស្មានតែសំឡេងលោកស៊ីនស៊ីសមុទ្រដល់ពេលអ្នកខ្លះក៏ស្ដាប់ចំកាសែតសំឡេងគេសំឡេងដើមមានលបឿនធម្មតាអញ្ចឹងសំឡេងរៀងយឺតជាងសំឡេងដែលថតត្បៀតអញ្ចឹងគាត់ស្ដាប់ទៅគាត់ថាអូពីរនឹងខុសគ្នាឃើញទេនេះបទអំវើនេះរបស់សៀងសំណងយកមកច្រៀងក្រោយទេចំណែកបទរៀងសំឡេងស្រួយនេះគឺសំឡេងរបស់ស៊ីនស៊ីសមុទ្រហើយដែលខ្លះក៏អត់ចាំសំឡេងអត់ចេះសម្គាល់សំឡេងបាទអញ្ចឹងបញ្ជាក់ជាថ្មីថាបទនិពន្ធអស់ពឹសគឺរបស់លោកច័ក្កសៀងសំណងទីហើយមិនបាច់ចង់ឈ្នះចង់ចាញ់ទេខ្ញុំបកស្រាយនេះគឺដើម្បីកុំឲ្យលោកអ្នកយល់ច្រឡំហើយមិនបាច់ចេះមិនបាច់លើកហេតុផលអីមកនិយាយទេហើយអុកសម្អាតគាត់នៅរស់ដល់បច្ចុប្បន្នគាត់ថាគាត់ហួសចិត្តគាត់កវីក្បាលគាត់ថាបទហ្នឹងអារម្មណ៍សំងឧបករណ៍ភ្លេងហ្នឹងគាត់អ្នករៀបចំទាំងអស់ហើយដល់ណាស្ដាប់ទៅសំឡេងអ៊ុមុតបើសំឡេងរបស់អាសៀងសំណងវិជ្ជាហ្នឹងខ្ញុំអ្នកដឹកនាំឲ្យវាថតហើយខៀវថាយកប៉ារ៉ូលហ្នឹងមកឲ្យគាត់ហើយគាត់ថាគាត់វាយស្គរឲ្យលោកស៊ីនស៊ីសមុទ្រតាំងពីឆ្នាំ67 68មកគាត់នៅគៀកលោកស៊ីនស៊ីសមុទ្រតាំងពីពេលហ្នឹងដល់បែកចូលសម័យខ្មែរក្រហមឬអីគាត់មិនដឹងគាត់តន្ត្រីកផ្ទាល់ផងគឺគាត់និយាយបញ្ជាក់អញ្ចឹងណាអរគុណហើយដល់ឡែកចំពោះសភើចម្រៀងស្នេហាជាតិនេះវិញបងប្អូនឬក៏លពូនមីខ្លះប្រហែលជាចង់ដឹងថាបើសិនជាបោះពុំហើយប្រហែលជាតម្លៃប្រមាណខ្ញុំសូមបញ្ជាក់ថាមួយក្បាលតែ 20000 លុយខ្មែរទេបងប្អូនបាទហើយខ្ញុំខំអង្គុយស្ដាប់ផ្ទៀងឡើងកន្លះខែតម្រាំតែសរសេរទំនុកច្រៀងមកចេញអស់អញ្ចឹងបងប្អូនណាដែលចង់បានសភើចម្រៀងនេះសូមប្រាប់ខ្ញុំហើយឆាតមក Telegram ខ្ញុំទាំង3ខ្សែឬក៏ចុចមកផ្ទាល់តាមទូរស័ព្ទនេះក៏បានហើយកុំឆាតចូល Page ឬក៏ចូល Facebook ខ្ញុំប្រើ Telegram ហ្នឹងគឺប្រចាំថ្ងៃស្រួលមើលជាងគេដោយសារភ្ជាប់នឹងលេខទូរស័ព្ទអញ្ចឹងចង់បានសភើចម្រៀង2ក្បាលនេះបាទចឹងប្រាប់ខ្ញុំមកតែ 20000 លុយខ្មែរទេបាទមួយក្បាល 20000 មួយក្បាល 20000 តែប៉ុណ្្នឹងទីគាត់យកមកបង់ឲ្យថ្លៃទីពុំឲ្យយើងអត់មានបានយកតែទិញដីទិញផ្ទះដូរឡានដូរអីទេរហូតទៅលុយចាក់សាំងជាអាភីស្អីទៅខេតសម្ភារនឹងអត់បានផងអញ្ចឹងបងប្អូនដែលចង់បានហើយសូមជួយជាវម្នាក់2ក្បាល2ក្បាលហ្នឹងទៅបាទតែ 40000 ទៅបាទមួយក្បាល 20000 យកទៅឲ្យថ្លៃខាងសេវាគីបោះពុំថ្លៃกระดาษគីណាអញ្ចឹងបងប្អូនលពូនមីងដែលចូលចិត្តស្ដាប់បទចម្រៀងស្នេហាជាតិចំនួនលោកស៊ីនស៊ីសមុទ្របាទជាម្នាក់2ក្បាលទេបាទ2ក្បាលគឺអស់តែម្ដងចម្រៀងស្នេហាជាតិដែលខ្ញុំស្រាវជ្រាវកាលពីចំនួនលោកស៊ីនស៊ីសមុទ្រអញ្ចឹងឆាតតាម Telegram ទាំង3ខ្សែនៅមុខបាទខ្ញុំធ្វើជូនបាទម្នាក់2ក្បាលទេបាទដើម្បីទុកជាឯកសារផងព្រោះថាក្រៅពីខ្ញុំអត់មាននរណាស្រាវជ្រាវចង់យកមកបោះពុំផ្សាយឲ្យលោកអ្នកបានអានបានដឹងពីឈ្មោះអ្នកនិពន្ធចំណងជើងដើមអញ្ចឹងទីណាបាទអរគុណណាស់អញ្ចឹងខ្ញុំមិនវែងឆ្ងាយទេអញ្ចឹងក៏សូមគោរពលាតែប៉ុណ្ណេះដោយសារយប់ឲ្យបានអាត្មានេះមក12យប់ណាបងប្អូនដែលកំពុងទស្សនាហ្នឹងប្រហែលជាសម្រានលក់អស់ទៅហើយខ្ញុំយកមកផុសហ្នឹងគឺពេលថ្ងៃតែខ្ញុំកំពុងអង្គុយថតផ្ទាល់នេះគឺមក12យប់ហើយលោកអ្នកបានសម្រានមួយសបកពីរសបកយល់សពម្នាក់ 3-4 ដងទៅហើយតែខ្ញុំបានអង្គុយកោកម្នាក់អីណាឥឡូវដល់ថ្ងៃបងថៃភ្លើងទៀតបាទជិត 300000 អរគុណណាស់បាទចុងក្រោយសូមជូនពរបងប្អូនលោកពូណាមីងលោកតាលាយាយទាំងក្នុងនិងក្រៅប្រទេសពិសេសអ្នកចូលចិត្តស្ដាប់សំឡេងចម្រៀងចំនួនដើមរបស់លោកស៊ីនស៊ីសមុទ្រអ្នកស្រីរស់ស្រីសុធាអ្នកស្រីប៉ែនរនហួយមាស
ក៏សូមឲ្យមានសុខភាពល្អនិងអាយុយឺនយូរហើយយើងត្រូវរួមសាមគ្គីគ្នាក្នុងនាមជាខ្មែរដូចគ្នាដើម្បីប្រឆាំងពួកចៅប្រវត្តិសាស្ត្រឈ្លានពានទឹកដីខ្មែរបាទសម្រាប់ពេលនេះខ្ញុំបាទសេងតារាសូមអរគុណនិងគោរពលាតែប៉ុណ្ណេះ អូនមានប្តីហើយមិនដាច់ណាយនិស័យ